បុរសម្នាក់ដែលជាប់គុក10ឆ្នាំទើបតែចេញមកវិញក៏ឃើញបងស្រីរបស់គាត់ត្រូវគេចាប់បាច់សក់ខ្ញុំរាប់ដល់3លេងដៃភ្លាមស្រីម្នាក់នោះសួរគាត់ថាជាអាល្លឺម៉ង់មកពីណាហ៊ានមកធ្វើចរិតធំដាក់នាងដឹងទេថាទីនេះជាទឹកដីរបស់អ្នកណាបងស្រីក៏បានខត់គាត់ដែរស្រីម្នាក់នោះពួកគេមិនអាចប៉ះពាល់បានទេអាសម្រាប់ម្នាក់ហ៊ានមកសម្ដែងដាក់ខ្ញុំផងអ្នកដឹងទេថាខ្ញុំជាអ្នកណាពីហេតុខ្ញុំឲ្យតម្លៃអ្នកពេកហើយមែនទេអាទុនសាយមកពីណាចង់មកលបឡាយនៅទីនេះអ្នកចង់រកសេចក្តីស្លាប់មែនទេបីឃើញបុរសនោះហ៊ានវាខ្លួនមែនទេនាងក៏ស្ទុះទៅរកស៊ីសាច់ហត់ឈាមជាមួយគាត់តែត្រូវគាត់ចាប់ច្របាច់ក្លើបឡើងលើគាត់ព្រមមានឲ្យនាងប្រញាប់សុំទោសបងស្រីគាត់ភ្លាមបើមិនអញ្ចឹងទេថ្ងៃនេះគាត់នឹងសម្លាប់នាងពេលនេះនាងខ្លាចញ័រខ្លួនអស់ហើយក៏ព្រមសុំទោសបងស្រីគាត់ដោយគោរពហើយសន្យាថាថ្ងៃស្អែកនឹងសងលុយដែលនៅសល់ឲ្យចំណែកឯទង្វើដ៏អង្អាចរបស់គាត់បានតាក់ទាញចិត្តមិត្តភក្តិរបស់បងស្រីគាត់ដែរអាវ៉ាងសានឈីម្នាក់នេះគាត់ពិតជាដូចឈ្មោះរបស់គាត់មែនមិនខ្វល់មុខខ្វល់ក្រោយអ្វីទាំងអស់ថាវីគឺវីតែម្ដងនេះពិតជាខ្លាំងពេកហើយតែមិនដឹងថាក្នុងអំឡុងពេល10ឆ្នាំក្នុងគុកនោះគាត់ត្រូវបានអ្នកទោសផ្សេងទៀតធ្វើបាបរាល់ថ្ងៃប៉ុន្តែគាត់តែងតែអត់ធ្មត់ជានិច្ចហើយខំប្រឹងរៀនក្បាច់ហាត់ទាំងរងាហាត់ទាំងក្តៅមិនដែលខានពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់មានសមត្ថភាពខ្លាំងពូកែវាបង្ក្រាបពួកអាក្រក់ក្នុងគុកឲ្យចុះចាញ់ទាំងអស់តែស្រីម្នាក់ដែលមិនដឹងរឿងនោះនៅតែគិតចង់សងសឹកគាត់ទៀតនាងក៏ទៅរកបងលីវភ្លាមប្រាប់ថាខ្លួនត្រូវគេធ្វើបាបឲ្យបងលីវជួយសងសឹកឲ្យនាងផងបងលីវក៏យកព្រមភ្លាមថ្ងៃបន្ទាប់គាត់និងបងស្រីបានទៅទារលុយពីស្រីម្នាក់នោះពេលនោះបងលីវក៏នាំកូនចៅមកដល់បុរសដែលមានកម្លាំងខ្លាំងម្នាក់នេះមិនខ្វល់ពីការខាត់ខាំងរបស់បងស្រីចុះពីលើឡានទៅដោយផ្ទាល់ស្រីម្នាក់នោះដើរមករកគាត់ទាំងច្រិតច្រឡំខំហើយឌឺដងឲ្យគាត់ថាមិនមែនចង់បានលុយទេអីចឹងក្រាបចុះរើវាម្ដងមួយសន្លឹកទៅចុះបើខ្ញុំមិនរើសអូនមិនរើសមិនបានទេអ្នកឯងហ៊ានធ្វើបាបគឺយីងនឹងដូចជាផ្ទះកំភ្លៀងបងលីវអីចឹងបងស្រីឃើញបែបនេះក៏ប្រញាប់ចុះពីលើឡានយកលុយមកសងជំនួសដើម្បីសុំទោសពួកគេជំនួសអូនប្រុសខ្លួនឯងប៉ុន្តែយុវជននោះមិនទទួលយកការរាប់អាននេះឡើយថែមទាំងនិយាយយ៉ាងក្រអឺតក្រទមថាលុយត្រូវតែយកប៉ុន្តែត្រូវតែជាអ្នករួមទាំងពួកអ្នកទាំងអស់គ្នាផងរើសវាដោយការគោរពបំផុតលុយដល់ដៃហើយបងលីវខឹងរហូតសាច់ចេញមកក៏បញ្ជាឲ្យកូនចៅវាបំបាក់ជើងយុវជននោះភ្លាមឯស្ត្រីម្នាក់នោះក៏ដើរទៅរកសន្តិសុខក្រុមហ៊ុនប្រាប់ឲ្យគេបិទកាមេរ៉ាសុវត្ថិភាពនៅមាត់ទ្វារចេញតែមួយសន្ទុះក្រោយពេលដែលនាងងាកក្រោយវិញបែរជាឃើញបងលីវនិងកូនចៅទាំងអស់ត្រូវគេវាយដេកដួលលើដីអស់ទៅហើយនាងក៏ប្រញាប់ទៅសួរនាំបងលីវថាមានរឿងអីកើតឡើងអូអ្នកឯងឈ្មោះបងលីវមែនទេបាទខ្ញុំមិនហ៊ានទេហើយខ្ញុំថាអត់បានហើយបាទអ្នកគឺជាបងធំរបស់ខ្ញុំមិនមែនបងបង្កើតទេអូខ្ញុំដឹងហើយចុះលុយនេះនរណាជារើសគឺខ្ញុំជារើសហើយតើមានអីទៀតប្រញាប់រើសទៅបងលីវនិងស្ត្រីម្នាក់នោះក៏ប្រញាប់រើសលុយពីលើដីរួចហុចឲ្យយុវជននោះដោយការគោរពហើយសូមឲ្យគេអភ័យទោសដែលខ្លួនមានភ្នែកតែមើលមិនស្គាល់ភ្នំថៃសានទើបយុវជននោះព្រមដោះលែងពួកគេឲ្យត្រឡប់មកដល់ផ្ទះមិត្តភក្តិរបស់បងស្រីកាន់តែចង់ដឹងពីយុវជននោះក៏សួរនាំបងស្រីថាហេតុអ្វីបានជាការនោះគេត្រូវជាប់គុកតាមពិតទៅការពីឪពុកម្ដាយរបស់គេត្រូវបានកូនអ្នកមាននៃក្រុមហ៊ុនឆាំងសឹងធ្វើបាបរហូតដល់ស្លាប់យុវជននោះចង់រកយុត្តិធម៌ឲ្យឪពុកម្ដាយទើបត្រូវគេបង្កាច់បង្ខូចរហូតដល់ជាប់គុកពេលលើបែបនេះមិត្តភក្តិក៏មានចិត្តអាណិតដល់យុវជននោះយ៉ាងខ្លាំងតែមិននឹកស្មានថាពេលនោះមានពួកបងធំមួយក្រុមមកចាប់អារម្មណ៍លើបងស្រីបងធំក៏ដើរមកបួលបងស្រីទៅញ៉ាំបាយភ្លាមជាធម្មតាបងស្រីមិនយល់ព្រមពេលនឹងដើរចេញក៏ត្រូវកូនចៅពួកគេខត់ទុកពេលនោះមិត្តភក្តិក៏ដើរចេញមកដែរហើយប្រមានពួកគេថាបើមិនព្រមចេញទៅទេនាងនឹងហៅប៉ូលីសហើយមេបងធំឃើញថាចំណេញបានម្នាក់ទៀតក៏បញ្ជាឲ្យកូនចៅចាប់ខ្លួនស្ត្រីទាំងពីរនាក់នោះតែម្ដងក្នុងស្ថានភាពអាសន្នយុវជននោះក៏បង្ហាញខ្លួនទាន់ពេលវេលាហើយបានទាត់មេបងធំនោះមួយជើងផ្ងាក្រោយពួកកូនចៅឃើញមេធំត្រូវគេវាយក៏នាំគ្នាសម្រុកចូលទៅរកកំឡោះនោះតែលទ្ធផលត្រូវគេកម្ចាត់ត្រឹមមួយក្បាច់ម្នាក់មេធំចង់ចេញមុខមកដោះស្រាយដោយខ្លួនឯងតែត្រូវកំឡោះនោះចាប់កណ្ដាប់ដៃជាប់រួចក៏មួលបំបាក់ដៃរបស់ហើយធាក់មួយជើងឲ្យគាត់លុបជង្គង់ចុះនៅហ៊ានមកបង្កបញ្ហាទៀតទេមិនហ៊ានទេខ្ញុំមិនហ៊ានទៀតទេអ្នកមេត្តាដោះលែងខ្ញុំទៅចាំទុកបើហ៊ានមកបង្កបញ្ហានៅហាងបងស្រីខ្ញុំទៀតខ្ញុំនឹងបញ្ជូនអ្នកទៅស៊ីបាយគុកមិនខានលើកក្រោយមិនហ៊ានទៀតទេមិនហ៊ានទៀតទេឆាប់ទៅឲ្យឆ្ងាយទៅកំឡោះនោះប្រាប់បងស្រីនិងមិត្តភក្តិឲ្យអស់បារម្ភឲ្យតែមានគាត់នៅទីនេះគ្មាននរណាហ៊ានមកធ្វើបាបពួកគេឡើយតែនរណាទៅដឹងពេលគាត់ទើបតែចេញទៅផុតអាទិត្យប្តីរបស់បងស្រីក៏រកមកដល់ទីនេះបងស្រីឃើញភ្លាមក៏ទារលុយពីគាត់វិញអាទិត្យប្តីភូថាមកលើកនេះគឺដើម្បីសងលុយហើយឲ្យបងស្រីទៅជាមួយគាត់មួយដោយមិនដឹងថាពួកអ្នកមាននៃក្រុមហ៊ុនឆាំងសឹងចាប់ចិត្តលើបងស្រីទើបប្រើឲ្យអាទិត្យប្តីនាំនាងទៅឲ្យមិត្តភក្តិមើលដឹងថាមានរឿងមិនស្រួលក៏ខាត់មិនឲ្យនាងទៅតាមឡើយអាទិត្យប្តីឃើញមិត្តភក្តិក៏មានសម្រស់ស្អាតដែរភ្លាមនោះក៏ចង់បង្ខំអូស្ត្រីទាំងពីរទៅជួបកូនអ្នកមាននោះពេលនោះកំឡោះនោះដឹកអីវ៉ាន់ត្រឡប់មកវិញក៏ដើរមួយដៃចំច្រមុះអាទិត្យបងថ្លៃដឹងខ្លួនថាមិនមែនជាគូត្រូវក៏ធ្វើជាយកដល់បងស្រីមិនចង់តាំងជាមួយរួចប្រាប់ទៅបងស្រីចង់បានលុយឲ្យទៅរកគាត់នៅសន្តាគារផ្លាទីនីងបន្ទាប់មកក៏នាំកូនចៅរត់គេចខ្លួនបាត់ទៅគាត់ឃើញកំឡោះនោះមកបំផ្លាញរឿងល្អរបស់ខ្លួនក៏ប្រញាប់ទេទៅរកបងឡាដោយហ៊ានឲ្យតម្លៃ30000 យន់ដើម្បីឲ្យបងឡាជួយព្រៀនប្រដៅកំឡោះនោះបងលីមិនដឹងរឿងក៏យកព្រមភ្លាមតែបងថ្លៃខ្លាចបងលីម្នាក់ឯងទប់មិនជាប់ក៏ទេទៅរកបងក្អែកដែលទើបត្រូវកំឡោះនោះវាបងក្អែកគេថាបានលុយក៏មិនបដិសេធដែរបងថ្លៃគិតថាឲ្យតែនីនោះហ៊ានមកច្បាស់ជាត្រូវគេសែងចេញទៅមិនពេលត្រឡប់ដល់សន្តាគារគាត់ក៏ទេទៅបងស្រីម្ដងទៀតប្រាប់នាងថាលុយបានត្រៀមរួចរាល់អស់ហើយឲ្យនាងប្រញាប់មកយកទៅមិត្តភក្តិចង់ហៅបុរសនោះទៅជាមួយតែត្រូវបានបងស្រីបដិសេធព្រោះគាត់ដឹងពីចរិតរបស់បុរសនោះបើទៅច្បាស់ជាមានរឿងវីតបគាត់ក៏ឲ្យមិត្តភក្តិជួយមើលហាងហើយគាត់ទៅយកលុយដោយខ្លួនឯងតែពេលទៅដល់ភោជនីយដ្ឋានគាត់ក៏សួរទារលុយពីអតីតប្តីភ្លាមតែអតីតប្តីបែរជាចំអកថាគាត់ល្ងងខ្លាំងណាស់តែហ៊ានជឿសម្ដីរបស់គាត់គាត់ចង់ចាក់ចេញតែត្រូវបានកូនចៅគាត់ទុកអតីតប្តីក៏ស្ទុះទៅអបគាត់ហើយបំរុងនឹងបៀតបៀនរាងកាយគាត់មិត្តភក្តិឃើញគាត់បាត់ទៅយូរពេកមិនទាន់មកវិញក៏ប្រញាប់ទូរស័ព្ទប្រាប់បុរសនោះថាអាឡូសានឈីបងស្រីរបស់អ្នកទៅទារលុយពីឈិនហ្វូសានហើយស្អីគេណែណានៅភោជនីយដ្ឋានផ្លាទីនសូមអង្វរកុំឲ្យមានរឿងអីកើតឡើងឲ្យសោះលុយនេះខ្ញុំមិនយកទៀតទេចង់ទៅមែនទេមកដល់ហើយកុំសង្ឃឹមថាបានចេញទៅវិញអ្នកចង់ធ្វើអីហ្នឹងលោកប្រធានកៅចាប់អារម្មណ៍លើអ្នកហើយឲ្យតែអ្នកកំដរគាត់មួយយប់គាត់នឹងផ្ដល់ផលចំណេញធំឲ្យខ្ញុំពេលនោះខ្ញុំនឹងមានលុយសងអ្នកវិញហើយអាសត្វធៀបឈិនហ្វូសានអ្នកពិតជាមិនមែនជាមនុស្សមែនមីស្រីចង្រៃឲ្យតម្លៃឲ្យមិនយកមែនទេ
Mình mến chi nẹ tê Asat Trichan. Anhនឹងធ្វើឲ្យឯងរៀងចោលមិនមែនទេអ្នកមិនមែនជាមនុស្សទេអាសត្វត្រឆានលែងដៃខ្ញុំភ្លាមខ្ញុំចូលចិត្តបែបហ្នឹងហាជីងឈីវអ្នកយ៉ាងម៉េចហើយមិនអីទេមែនទេអ្នកទៅមុនទៅពួកយើងប្រញាប់ចេញចាប់ពួកវាទាំងពីរអ្នកទុកលេងខ្ញុំទៅចេញឈាមហើយហ៊ានធ្វើឲ្យអញរបួសមែនទេអញស្មានថាអញចង់ងាប់ហើយមើលទៅលីងស៊ីងនាងគឺជាមិត្តភក្តិរបស់វ៉ាងជីងឈីវមែនទេសម្រស់ស្អាតហើយរៀងក៏ស្អាតទៀតបន្តិចទៀតអញនឹងចាត់ការនាងនៅចំពោះមុខអ្នកតែម្ដងឈិនហ្វូសានអ្នកចង់ងាប់មែនទេខ្លួនឯងសឹងតែរក្សាមិនរួចផងនៅចង់ធ្វើជាវីរបុរសទៀតមែនទេនៅហ៊ានប្តឹងប៉ូលីសទៀតលីសៀនជប់ភ្លាមភ្លេចហើយបងស្រីកុំជឿគាត់បងស្រីទី3អ្នកមកដល់ហើយពួកអ្នកយ៉ាងម៉េចហើយអ្នកប្រញាប់នាំលូស៊ីទៅកុំខ្វល់ពីខ្ញុំវ៉ាងសានឈីអញនៅហ៊ានមកចង់ងាប់ទៀតឈោថ្មឹងធ្វើអីទៀតកុំតិចវាឲ្យខ្ញុំឈិនហ្វូសឹងមនុស្សឥតបានការហ៊ានធ្វើឲ្យមនុស្សខ្ញុំរបួសផងខ្ញុំចេញមកហើយសានឈីអ្នកពិតជាមានចិត្តខ្លាំងមែនមនុស្សរបស់ខ្ញុំចិត្តមកដល់ហើយថ្ងៃនេះអ្នកកុំសង្ឃឹមថាបានចេញពីទីនេះវ៉ាងសានឈីពីមុនបងស្រីអ្នកគ្រាន់តែជាឆ្កែដែលខ្ញុំចិញ្ចឹមប៉ុណ្ណោះខ្ញុំចង់វីក៏វីចង់ជេរក៏ជេរចុះអ្នកចេញមកចេះដឹងរឿងគេធ្វើអីថ្ងៃនេះខ្ញុំត្រូវតែទះកំភ្លៀងមាត់ស្អុយរបស់អ្នកឲ្យបែកសានឈីបើកភ្នែកឆ្កែរបស់អ្នកមើលឲ្យច្បាស់មើលចុះខ្ញុំមានមនុស្សច្រើនប៉ុណ្ណាថ្ងៃនេះគ្មានអ្នកណាបានចេញពីទីនេះទេវីទៅសានឈីប្រយ័ត្នពិតជាស្រឡាញ់បងប្អូនគ្នាណាស់មែនទេថ្ងៃនេះកុំសង្ឃឹមថាបានទៅណាទាំងអស់សានឈីកុំខ្វល់ពីខ្ញុំប្រញាប់ទៅហ៊ានធ្វើរឿងអាក្រក់ទាំងកណ្ដាលថ្ងៃត្រង់ផងឈិនហ្វូសិនថ្ងៃនេះគ្មានអ្នកណាជួយអ្នកបានទេអាពួកឆ្កែវីទៅឈោថ្មឹងធ្វើអីខ្ញុំឲ្យលុយពួកឯងមកធ្វើអីចូលទៅគ្រាន់តែមនុស្សប៉ុន្មានអ្នកហ្នឹងមិនទាន់ស្មើនឹងភ្នែកខ្ញុំផងឈិនហ្វូសឹងតើអ្នកចង់លុតជង្គង់ដោយខ្លួនឯងឬក៏ចង់ឲ្យខ្ញុំវាបំបាក់ជើងឆ្កែរបស់អ្នកបេសាច
អ្នកគឺជាបិសាចខ្ញុំពិតជាល្ងងខ្លៅណាស់ខ្ញុំខុសហើយសូមលើកលែងទោសឲ្យខ្ញុំផងមិញនេះអួតខ្លាំងណាស់មែនទេចុះឥឡូវមិនក៏ខ្លាចទៅវិញខ្ញុំព្រមហើយអ្នកហ៊ានរៀបគម្រោងដាក់ខ្ញុំផងនរណាឲ្យអ្នកហ៊ានធ្វើបែបនេះខ្ញុំសន្យាថាលើកក្រោយមិនហ៊ានទៀតទេអ្នកទុកឲ្យខ្ញុំទៅចុះចាំមើលថាអាម្នាក់ណាដែលមិនចេះមើលផ្លូវមកចង់ងាប់នៅទីនេះល្បីមែនតើណៃជាមួយនឹង feedback យ៉ាសកានិយាយពីថាទៅដល់កន្លែងណា feedback មកហោហែតែម្ដងសំខាន់ណាស់គឺតសៅមិនដាច់ពីមាត់ទេថាល្អប្រើទទួលបានស្បែកស្អាតពិតមែនអ្នកណាថាលាបហើយសស្អាតតាមម្ចាស់ brand មើលទៅតម្រងស្បែករបស់កូនក្មុំយ៉ាសកាទៅតម្រងស្បែកចេញមកសឆ្វាចសលះសក្រាស់មើលទៅមានសុខភាពល្អតែម្ដងតម្រងស្បែកស្អាតបែបនេះរត់ចូលជួតម្រងស្បែករបស់យ៉ាសកាតែម្ដងព្រោះអ្នកប្រើយ៉ាសកាទាំងអស់សុទ្ធសឹងតែតម្រងស្បែកបែបនេះនិយាយពីថានៅពេលដែលឃើញតម្រងស្បែកកូនក្មុំយ៉ាសកាស្អាតបែបហ្នឹងបងអូនដែលគាត់ត្រៀមនឹងចូលរោងចុយកំពុងតែមានកម្លាំងចិត្តលាបឃ្លុំមែនតែម្ដងជាមួយនឹងឈុតកូនក្មុំរបស់យ៉ាសកាតែនិយាយលេងសក់អត់បានណាជាមួយនឹងលេខកំប៉ុងក្រហមនេះកាន់តែលាបស្បែកកាន់តែស្អាតកាន់តែម៉ត់ស្បែកគីឡូ skin មើលទៅមានសុខភាពល្អតែម្ដងចង់បានថាប៉ះជាមួយនឹងរបស់ពិតទេណាសាច់លេពោពេញទៅដោយមេវីតាមីនស្រោមប្រេងជាពិសេសមានសារធាតុជួយទប់លំនឹងកោសិកាមិនត្រឹមតែសលះសឈ្នះសឆ្វាយទេណាថែមទាំងជួយព្យាបាលនៅបញ្ហាស្បែកខូចទៀតឈប់សិនកូនក្មុំផ្ដាំថាបើចង់បានប្តីលឿនណាគួរតែប្រើប្រាស់ជាមួយនឹងឈុតយ៉ាសកាទាំង4មុខនេះមានលេប្រេងស្ក្រាប់ជាមួយនឹងវីតាមីនស្ប៉ាធានាថាស្បែកសលះសក្រាស់សម៉ត់តែម្ដងបងលូទីបំផុតបងមកដល់ហើយខ្ញុំគ្រាន់តែទៅបត់ជើងតូចមួយផ្លែសោះហេតុអីបានជាអ្នកត្រូវគេវាយឡើងត្រង់បែបនេះបងលូអាម្នាក់នោះវាជាមនុស្សឈួតចាំមើលថាអ្នកណាមានចិត្តក្លាហានដល់ថ្នាក់នេះហ៊ានមកប៉ះពាល់មនុស្សរបស់ខ្ញុំផងគឺអ្នកបងលូគឺអាម្នាក់នេះហើយដែលវាយខ្ញុំវ៉ងសែនទីចេះវាយមានប្រយោជន៍អីទៅចេញរកស៊ីគឺផ្អែកលើអំណាចនិងខ្សែខ្នងថ្ងៃនេះខ្ញុំត្រូវតែឲ្យអ្នកចេញពីទីនេះទាំងសាកសពអ្នកចេញទៅមកខាងទៅអូយីឡូអ្នកចង់វាយជាមួយខ្ញុំមែនទេបងលោកគុំនិយាយច្រើនជាមួយវាអីថ្ងៃនេះត្រូវតែវាយជើងវាឲ្យពិការបិទមាត់ស្អុយរបស់អ្នកទៅបងលូហេតុអីបងវាយខ្ញុំវាយគាត់មែនទេខ្ញុំវាយអ្នកប៉ុណ្ណឹងគឺស្រាពេកហើយអូបងធំគឺមកពីកូនចៅខ្ញុំមិនស្គាល់ខ្ពស់ទាបទៅហ៊ានប្រមាថអ្នកខ្ញុំនៅទីនេះខ្ញុំសុំទោសអ្នកហើយសម្ដីដែលខ្ញុំនិយាយអ្នកទុកដូចជាខ្យល់បក់មែនទេបងធំអ្នកជាមនុស្សមានចិត្តទូលាយអ្នកសូមអ្នកប្រាប់ពូប្អូនផងខ្ញុំធ្លាប់និយាយហើយកុំឲ្យឃើញមុខនៅចំពោះមុខខ្ញុំទៀតខ្ញុំឃើញថាអ្នកមិនចាំសម្ដីខ្ញុំសោះបងធំអ្នកយល់ច្រឡំលើខ្ញុំហើយថ្ងៃនេះខ្ញុំមិនដឹងថាអ្នកនៅទីនេះទេបើខ្ញុំដឹងថាអ្នកនៅទីនេះអ្នកវាយខ្ញុំឲ្យងាប់ចុះខ្ញុំមិនហ៊ានឲ្យគេដឹងទេអ្នកយកលុយខ្ញុំហើយចុះរឿងនេះដោះស្រាយយ៉ាងម៉េចបិទមាត់ស្អុយរបស់អ្នកទៅចង់រាយយកចង់បានលុយដល់ថ្នាក់ឈួតហើយមែនទេចង់បានលុយតែមានជីវិតចៃទេអ្នកធ្វើឲ្យខ្ញុំវិនិច្ឆ័យហើយរឿងនេះខ្ញុំស្មានថាការមកទូទាត់បញ្ជីជាមួយអ្នកគឺជារឿងល្អកុំថាឡើយ30000សំបីតែ3លានក៏ខ្ញុំមិនហ៊ានប៉ះពាល់គាត់ដែរបងធំល្អណាស់ហ៊ីឡូពីមុនខ្ញុំគិតថាអ្នកមានសមត្ថភាពខ្លះដែរតែឥឡូវមើលទៅអ្នកមិនអាចពឹងពាក់បានសោះសំណាងហើយដែលខ្ញុំបានត្រៀមខ្លួនទុកជាមុនបើមិនអញ្ចឹងទេថ្ងៃនេះខ្ញុំច្បាស់ជាសើចធំហើយមើលទៅអ្នកមានគម្រោងបំរុងទុកមែនទេមកដល់ហើយនេះសូម្បីតែក្មេងមិនដឹងអីម្នាក់ក៏ដោះស្រាយមិនចេញដែរខ្ញុំចង់ដឹងណាស់ថាជាអាចឆ្កែណាហ៊ានប៉ះពាល់មនុស្សរបស់គឺក្អែកខ្ញុំបងវូយ៉ាកាំងអ្នកមកដល់ហើយគឺអាម្នាក់នេះឯងថ្ងៃនេះត្រូវតែឲ្យវាលុតជង្គង់លើស្បែកជើងខ្ញុំអាឡាព្រៃពឹងមិនបានទេដល់ពេលសំខាន់គឺមានតែពឹងលើអ្នកប៉ុណ្ណោះបងវូយ៉ាកាំងខ្ញុំចេញមុខហើយអ្នកកុំបារម្ភថ្ងៃនេះខ្ញុំនឹងឲ្យវាសុំទោសអ្នកឲ្យបានឲ្យវាលុតជង្គង់សំពះលិតឈាមតើអ្នកណាដែលចង់ងាប់នឹងចេញមកឲ្យខ្ញុំឃើញភ្លាមក្អែកអ្នកចង់ឲ្យអ្នកណាលុតជង្គង់អ្នកស្អីគេខ្ញុំកំពុងសួរអ្នកនឹងខ្ញុំចង់ឲ្យវាលុតជង្គង់ឲ្យបងប្អូនយើងកំចាត់វាទៅអ្នកបិទមាត់ទៅអាម្នាក់នេះហ៊ានប៉ះពាល់ក្អែកផងមិញអ្នកនិយាយថាអ្នកណាចង់ងាប់គឺវាអាឈិនហ្វូសឹងនេះហ៊ានប៉ះពាល់អ្នកគឺវានឹងហើយដែលចង់ងាប់ចុះឥឡូវរឿងនេះអ្នកនៅចង់ជួយទៀតទេមើលចុះ
គឺខ្ញុំមានភ្នែកតែមើលមិនស្គាល់ភ្នំថៃសានខ្ញុំមិនដឹងថាអ្នកកំពុងញ៉ាំអីនៅទីនេះទេខ្ញុំបងប្រុសចាត់ទុកខ្ញុំដូចជាខ្យល់ទៅចុះលេងខ្ញុំទៅណាទៅឲ្យឆ្ងាយទៅបាត់ខ្ញុំទៅហើយកុំអីអ្នកយកលុយខ្ញុំហើយមិនអាចទៅចោលបានទេអ្នកឯងទៅឲ្យឆ្ងាយទៅលោកបណ្ឌិតឈិនបើកភ្នែកឆ្កែរបស់អ្នកមើលឲ្យច្បាស់ទៅគាត់គឺជាបងធំរបស់ខ្ញុំបើអ្នកចង់ងាប់កុំមកអូសក្បាលខ្ញុំចូលផងយកលុយរបស់អ្នកទៅទិញអេស៊ីទៅឲ្យឆ្ងាយបងប្រុស300លានអញ្ចឹងពួកយើងទៅដែរហើយទៅឆាប់ទៅនៅមានអ្នកណាទៀតទេមិនហៅមកទៀតមកគ្រាន់តែមកដើរលេងទេបងខ្ញុំខុសហើយលើកលែងទោសឲ្យខ្ញុំផងលើកលែងទោសឲ្យអ្នកឯងលើអីលើកលែងទោសឲ្យអ្នកឯងលើអីទៅលោកជំពាក់បងស្រីអ្នកខ្ញុំនឹងសងតាមអនឡាញឲ្យគ្រប់សេននិយាយរឿងចាប់ចម្រិតបងស្រីខ្ញុំមកតើចង់ធ្វើអីឲ្យប្រាកដខ្ញុំគ្រាន់តែចង់ឲ្យបងស្រីលីជួយនិយាយការងារខ្លះនៅហ៊ានកុហកខ្ញុំទៀតចង់ដឹងថាអ្នកចង់ងាប់មែនទេមិនមែនទេខ្ញុំមិននិយាយគឺដើម្បីល្អសម្រាប់អ្នកទេអ្នកធំម្នាក់នោះយើងមិនអាចទៅប៉ះពាល់បានទេអ្នកធំអីឈ្មោះអីត្រកូលអីនិយាយមកបើមិនអញ្ចឹងខ្ញុំនឹងកំចាត់អ្នកចោលគោជីសឹងលោកប្រធានគោជីសឹងនៃក្រុមហ៊ុនឆាំងសឹងត្រូវហើយគឺគាត់នឹងខ្ញុំត្រូវបានគេបង្ខំឲ្យធ្វើបែបនេះបើមិនអញ្ចឹងទេខ្ញុំក៏រស់មិនបានដែរគ្រាន់តែចង់រកស្រីអូគាត់គឺគាត់ចង់ឲ្យបងស្រីអ្នកទៅកំដរគាត់មួយយប់រួចគាត់នឹងឲ្យគម្រោងមកខ្ញុំអាសាត្រិឆានអ្នកហ៊ានយកបងស្រីខ្ញុំទៅដូរអញ្ចឹងផងតើអ្នកនៅជាមនុស្សទៀតទេខ្ញុំខុសហើយទទួលទូរស័ព្ទបើកលោឌឺមកបងមានការអីលោកប្រធានគោតើរឿងនឹងដល់ណាហើយរឿងគម្រោងខ្ញុំមិនទាន់មានរឿងគម្រោងឈួតអីទេខ្ញុំសួរអ្នកពីរឿងមនុស្សតើអ្នកអាចបញ្ជូនមនុស្សមកឲ្យខ្ញុំបានទេបើស្អែកខ្ញុំមិនឃើញមនុស្សទេអ្នកនឹងដឹងដៃខ្ញុំមិនខានគោខ្ញុំសូមណែនាំឲ្យអ្នកបោះបង់គំនិតនេះចោលទៅបើមិនអញ្ចឹងទេខ្ញុំនឹងធ្វើឲ្យអ្នកស្ដាយក្រោយអស់មួយជីវិតស្អីគេនរណាគេនឹងតើដឹងទេថានៅជាងហៃទាំងមូលគឺខ្ញុំជាអ្នកធំខ្ញុំមិនខ្វល់ថាអ្នកជានរណាទេអ្នករកខុសមនុស្សហើយមិនយូរទេអ្នកនឹងបានដឹងថាអ្នកណាជាអ្នកសម្រេចចង្រៃអីម៉ែវាឲ្យនៅពេញទីក្រុងជាងហៃនេះមិនទាន់មានអ្នកណាហ៊ានតាំងជាមួយខ្ញុំកៅជីសឹងឡើយទៅភ្លាមខ្ញុំចង់កិនវាឲ្យម៉ត់បាទលោកប្រធានកៅពិតជាថ្លើមធំមែននៅទីក្រុងជាងហៃមិនទាន់មានអ្នកណាហ៊ានតាំងជាមួយខ្ញុំកៅជីសឹងឡើយតើអ្នកណាដែលមិនស្គាល់ខ្ពស់ទាបបែបនេះតែធ្វើឲ្យអ្នកខឹងខ្លាំងបែបនេះអាឈិនហ្វូសឹងអាសម្រាមនោះសំបីតែស្រីម្នាក់ក៏ដោះស្រាយមិនមែនគ្រាន់តែដើម្បីស្រីម្នាក់ទេអីតើអ្នកចង់បានស្រីបែបណាខ្ញុំអាចរកឲ្យអ្នកបានទាំងអស់គ្មានស្រីណាដែលកៅជីសឹងយកមិនបាននោះទេចុះតើជាស្រីម្នាក់ណាទៅស្គាល់វ៉ាងជីនឈីវទេអូយពិតជាចៃដន្យមែននិយាយត្រង់ទៅខ្ញុំក៏ស្គាល់គាត់ដែរគាត់ដឹកទំនិញឲ្យសន្តាគារយើងតែគាត់មានប្អូនប្រុសម្នាក់មិនធម្មតាទេនៅពេញទីក្រុងជាងហៃនេះគ្មានអ្នកណាដែលខ្ញុំមិនហ៊ានប៉ះពាល់ឡើយវ៉ាងសានឈីអ្នកពិតជាប៉ះចំមនុស្សខុសហើយលើកនេះខ្ញុំថាអ្នកចប់ហើយអញ្ចឹងខ្ញុំមានវិធីមួយដែលអាចធ្វើឲ្យគាត់ស្ម័គ្រចិត្តមកជួបអ្នកបងស្រីបងក៏របួសដែរសម្រាប់ឲ្យច្រើនទៅខ្ញុំមិនអីទេអ្នកជួយមើលថែលីងស៊ីឲ្យច្រើនទៅលុយត្រូវបានផ្ទេរចូលកាតរបស់អ្នកហើយបើដឹងថាលុយនេះបង្កបញ្ហាធំបែបនេះទោះយ៉ាងណាក៏ខ្ញុំមិនយកបំណុលនេះដែរជំពាក់គេត្រូវសងវាជារឿងធម្មតាទេទោះបញ្ហាធំប៉ុណ្ណាក៏ត្រូវតែដោះស្រាយដែរខ្ញុំទៅកម្ដៅស៊ុបមាន់ឲ្យអ្នកតោះខ្ញុំនាំអ្នកទៅមើលរបួស
អ្នកពិតជាខ្លាំងមែនមនុស្សច្រើនយ៉ាងនេះក៏មិនខ្លាចរបួសហើយនៅឲ្យស្ងៀមទៅកុំមកស្ទាបអង្អែលលើខ្លួនខ្ញុំផ្ដេសផ្ដាស់អ្នកណាថាខ្ញុំស្ទាបអ្នកខ្ញុំគ្រាន់តែគ្មានកន្លែងដាក់ដៃប៉ុណ្ណោះមាត់រឹងមែនដោះអាវក្រៅចេញទៅខ្ញុំជួយរុំរបួសឲ្យអ្នកដោះអាវចេញទៅខ្ញុំជួយរុំរបួសឲ្យអ្នកខ្ញុំមិនអីទេអ្នកមិនបាច់ខ្វល់ពីខ្ញុំទេកុំនិយាយច្រើនអ្នកដោះខ្លួនឯងវាឲ្យខ្ញុំជួយត្រូវលេបច្រើនប៉ុណ្ណាគ្រាន់តែដោះអាវចេញទៅបានហើយខ្ញុំត្រូវពិនិត្យឲ្យអ្នកសិនអ្នកចង់ជួយព្យាបាលរបួសខ្ញុំឬក៏ចង់ចំណេញពីខ្ញុំតើអ្នកព្រមដោះឬអត់វ៉ាងសានឈីអ្នកឯងពិតជាអាថោកទាបមែនបើអ្នកពិតជាមិនព្រមមែនអីចឹងក៏ហើយទៅចាំបន្តិចថៅកែវ៉ាងសានឈីលេងខ្ញុំទៅបងស្រីអ្នកនៅផ្ទះតើខ្លាចអីពួកយើងមិនបានធ្វើអីផងអូមើលខាងនេះអាឡូអ្នកចាត់ការឈីនយប់ណាស់ហើយមានការអីមែនទេអាឡូជាងឈីវខ្ញុំត្រូវការទំនិញប៉ុន្មានគេជាបន្ទាន់អ្នកប្រញាប់យកមកឲ្យខ្ញុំបន្តិចមកថ្ងៃនេះយប់ពេកហើយចាំស្អែកបានទេអូយជាងឈីវខ្ញុំប្រញាប់ណាស់មានមួយហើយមិនចង់លក់ឲ្យមែនទេចាស់ល្អហើយអីចឹងខ្ញុំទៅឥឡូវនេះបងស្រីយប់ណាស់ហើយគាត់ទៅណាហើយបងស្រីអ្នកផ្ញើសារមកខ្ញុំថាគាត់ទៅដឹកទំនិញយប់ដល់ថ្នាក់នេះហើយគាត់មិនដែលដឹកទំនិញយប់ជ្រៅបែបនេះទេខ្ញុំទេទៅគាត់សិនលេខដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេគ្មានអ្នកលើកទេទៅមើលជាមួយខ្ញុំតោះទៅអ្នកចាត់ការឈីនទំនិញមកដល់ហើយជួយសញ្ញាឲ្យបន្តិចជួយទទួលផងខ្ញុំត្រូវត្រឡប់ទៅដឹកទំនិញវិញជាងជីវកុំអោបប្រញាប់ទៅអីមកនេះមកខ្ញុំនឹងណែនាំមួយធំម្នាក់ឲ្យអ្នកស្គាល់បើមានគាត់ហើយមិនបាច់បារម្ភថាគ្មានមួយទេមិនសមទេខ្ញុំត្រូវអូគ្មានអីមិនល្អទេនេះគឺថៅកែកៅនិងភរិយាថៅកែកៅពិតជាស្អាតមែនអង្គុយចុះមកអង្គុយមកជាងខៀវខ្ញុំសុំត្រឡប់ទៅវិញសិនហើយមិនដែរមិនអង្គុយមែនទេឬមួយអ្នកមើលងាយខ្ញុំចេញខៀវកុំធ្វើចរិតមិនដឹងខ្យល់អីខ្ញុំមិនមែនមានន័យបែបហ្នឹងទេអុយអង្គុយចុះទៅបើធ្វើឲ្យថៅកែយកខឹងយើងទាំងពីរអ្នកនឹងគ្មានលទ្ធផលល្អទេទៅស្គាល់គ្នាទៅខ្ញុំគឺយក Kheng អគ្គនាយកក្រុមហ៊ុន Kheng នេះជានាមបានរបស់ខ្ញុំអញ្ចឹងពេលនេះពួកយើងចាត់ទុកថាស្គាល់គ្នាហើយផឹកមួយកែវទៅសុំទោសថៅកែកែវខ្ញុំពិតជាមិនចេះផឹកស្រាទេស្រាដែលខ្ញុំហុចឲ្យមិនទាន់មានអ្នកណាហ៊ានបដិសេធទេបើថ្ងៃនេះអ្នកមិនផឹកស្រាមួយកែវនេះអ្នកនឹងមិនអាចចេញពីទ្វារនេះរួចឡើយតើមានចំណែកឲ្យអ្នកនិយាយដែរឬខ្ញុំគឺអូយចេញជាគ្រាន់តែស្រាមួយកែវសោះផឹកទៅសុំទោសដែលបានប្រមាថមិញនេះស្រាមួយកែវនេះខ្ញុំផឹកមកខ្ញុំជូនអ្នកមួយកែវខ្ញុំកំដរអ្នកមួយកែវ
ជាងឃ្យូបែបនឹងទៅត្រូវថាកាយយកពេញចិត្តអ្នកវិជាសំណាងរបស់អ្នកហើយក្តៅណាស់ល្អហើយមកកែវទី1មើលទៅអ្នកមិនសូវចេះផឹកសោះមកកំដរខ្ញុំផឹកមួយមាត់ទៀតថាកាយយកខ្ញុំពិតជាផឹកលេងចូលហើយជាងឃ្យូក្តៅណាស់ជាងឃ្យូអ្នកពិតជាស្អាតមែនតាំងពីខ្ញុំបានឃើញអ្នកដំបូងមកថាកាយយកកុំធ្វើបែបនេះអីជួយផង3737តើអ្នកណៃណាស្អីគេ3787បើអ្នកព្រមតាមខ្ញុំដោយសម្រួលមិនបាច់ហត់នឿយរកលុយបែបនេះទៀតទេខ្ញុំធានាថាអ្នកនឹងរស់នៅយ៉ាងសុខស្រួលជប់ភ្លាម3000ជប់ភ្លាមយេងខេវដកដៃខ្វាក់របស់អ្នកចេញភ្លាមខ្ញុំសានឈីចុះអ្នកជាស្អីគេហ្នឹងហ៊ានមកបំបែករឿងល្អរបស់ខ្ញុំផងសានឈីអំណាចរបស់កៅជីងសិនខ្លាំងជាងចិនហ្វូចិនរាប់រយដងអ្នកកុំធ្វើអ្វីផ្ដេសផ្ដាសឲ្យសោះហ៊ានមានបំណងអាក្រក់លើបងស្រីខ្ញុំផងរឿងថ្ងៃនេះខ្ញុំត្រូវតែចាត់ការឲ្យបានប្រែថាគឺជាអ្នកសោះបើអ្នកមិនមកប្រហែលជាមិនអីទេតែបើមកហើយកុំសង្ឃឹមថាចេញពីទីនេះបានងាយអ្នកបើកបរខ្ញុំវិលមុខណាស់បងស្រីកុំបារម្ភខ្ញុំនឹងនាំអ្នកទៅផ្ទះឥឡូវនេះមេស៊ីមើលថែអ្នកម្ដាយឲ្យល្អផងចាស់សបានមិនអាចឲ្យកៅជីធ្វើបាបបានទេធ្វើបាបសានឈីបើគ្មានជំរឿផ្សេងមានតែទម្លាយអត្តសញ្ញាណពិតប៉ុណ្ណោះឥឡូវនេះខ្ញុំឲ្យជំរឿអ្នកពីរទី1ទុកបងស្រីអ្នកនៅទីនេះលើកជង្គង់សំពះខ្ញុំ3ដងរួចទៅឲ្យឆ្ងាយឬក៏ចង់ចេញទៅវិញទាំងសាកសពខ្ញុំជ្រើសរើសផ្លូវទី3គឺឲ្យអ្នកសង្ឃ្លាយចំពោះអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះបើអញ្ចឹងកុំបន្ទោសថាខ្ញុំចិត្តដាច់ឲ្យសោះបន្តិចទៀតខ្ញុំនឹងវាអ្នកឲ្យទ្រង់ដូចភពខ្ញុំនឹងឲ្យអ្នកបើភ្នែកមើលឲ្យច្បាស់ថាភាពសាហាវរបស់ខ្ញុំវាដល់កម្រិតណាជប់ភ្លាមកៅជីសើតើអ្នកដឹងថាខ្ញុំជាអ្នកណាទេខ្ញុំមិនខ្វល់ថាអ្នកជាស្អីគេទេនៅចង្ហៃឲ្យតែហ៊ានប៉ះខ្ញុំគឺត្រូវតែស្លាប់ចុះអ្នកស្គាល់ត្រកូលលីននៅសាំងចឹងទេស្គាល់ត្រកូលលីនបើដឹងហើយឲ្យតែអ្នកព្រមលេងមនុស្សខ្ញុំអាចចាត់ទុកថារឿងថ្ងៃនេះមិនដែលបានកើតឡើងបើមនុស្សត្រកូលលីនមកចង្ហៃមិនក៏ខ្ញុំមិនដឹងកុំថាឡើយអ្នកមិនមែនទោះបីជាមែនក៏យ៉ាងម៉េចដែរអ្នកមិនខ្លាចជាស្ត្រូវជាមួយត្រកូលលីនទេអីខ្លាចស្អីទៅត្រកូលលីននៅសាំងចឹងបានភ្ជាប់សាច់ឈាមជាមួយត្រកូលកៅយើងហើយក្រៅពីអ្នកនាងធំត្រកូលលីនអ្នកផ្សេងទៀតខ្ញុំមិនដាក់ក្នុងភ្នែកទេជប់ភ្លាមកៅជីសឹងអ្នកពិតជាមានភ្នែកតែមើលមិនឃើញមែនល្មមហើយលេងខៃអត្តសញ្ញាណរបស់អ្នកបន្លាចគាត់មិនបានទេមនុស្សបែបនេះស្គាល់តែអំណាចប៉ុណ្ណោះមិនស្គាល់អ្វីផ្សេងទេខ្ញុំឈោថ្មឹងធ្វើអីធ្វើការទៅមានសមត្ថភាពតែប៉ុណ្្នឹងទេនាំគ្នាចូលទៅវាឲ្យងាប់ទៅមកនេះមកបើអ្នកហ៊ានប៉ះពាល់ខ្ញុំតើអ្នកដឹងថាខ្ញុំជាអ្នកណាទេហ៊ានប៉ះខ្ញុំអ្នកនឹងមិនបានសុខទេធ្វើអំពើអាក្រក់អ្នកគួរតែដឹងថាមានថ្ងៃនេះអ្នកចង់ធ្វើអីអំបញ្ញមិនចូលចិត្តបង្ខំគេឲ្យផឹកណាស់មែនទេល្អណាស់ថ្ងៃនេះខ្ញុំនឹងឲ្យអ្នកផឹកឲ្យឆ្អែតអូយបងប្រុសមានរឿងអីសឹមនិយាយគ្នាបងប្រុសមិនមែនចូលចិត្តផឹកស្រាណាស់មែនទេខ្ញុំមិនផឹកទៀតទេជប់ផឹកហើយខ្ញុំនឹងដាច់ស្រាមិនផឹកទៀតទេថ្ងៃក្រោយហ៊ានប៉ះពាល់បងស្រីខ្ញុំទៀតទេ
មិនហ៊ានទេមិនហ៊ានទៀតទេចុះរឿងថ្ងៃនេះគិតយ៉ាងម៉េចខ្ញុំនឹងលុតជង្គង់សុំទោសអ្នកហើយអូខ្ញុំសុខចិត្តសង្លុយធ្វើខុសហើយត្រូវតែទទួលខុសត្រូវតើអ្នកចង់សងប៉ុន្មានបេសែនទិញជីវិតអ្នកបានទេ6សែនអ្នកគិតថាភាពស្អាតស្អំរបស់បងស្រីខ្ញុំអាចវាស់វែងនឹងលុយបានមែនទេ1លានខ្ញុំមានតែប៉ុណ្្នឹងទេចុះអ្នកចង់បានប៉ុន្មាន2លានឲ្យខ្ញុំទៅរកលុយច្រើនបែបនេះពីណា2លាននេះ1លានសម្រាប់ថ្លៃព្យាបាលបងស្រីខ្ញុំនិងសំណងផ្លូវចិត្តចំណែក1លានទៀតគឺឲ្យអ្នកយកទៅបរិច្ចាគសប្បុរសធម៌ប៉ុន្តែខ្ញុំពិតជាគ្មានលុយច្រើនដល់ថ្នាក់ហ្នឹងទេលុយយកខ្វក់របស់អ្នកទាំងនោះត្រូវតែយកទៅបរិច្ចាគឲ្យសប្បុរសធម៌ទាំងអស់អូយខ្ញុំនឹងទេទៅបងស្រីខ្ញុំភ្លាមឲ្យគាត់ផ្ញើលុយឲ្យអ្នកយកព្រមទេអាសេងមានការអីមែនទេបងស្រីផ្ញើលុយឲ្យខ្ញុំ2លានមកបើមិនអញ្ចឹងទេខ្ញុំស្លាប់មិនខានទេផ្ញើលេខកន្នីនិងលេខកាត់មកតើពួកគេជាអ្នកណាអគ្គនាយកកៅប្រដៅអូនប្រុសអ្នកឲ្យបានល្អទៅដូចថ្ងៃនេះចាត់ទុកថាជាការលួចកំហុសរបស់គាត់ចុះខ្ញុំនឹងផ្ញើលុយឲ្យអ្នកភ្លាមកុំប៉ះពាល់ប្អូនខ្ញុំប្រាប់គាត់ឲ្យចេះមើលឆ្វេងស្ដាំផងកុំទៅប៉ះពាល់មនុស្សដែលមិនគួររករឿងមេស៊ីប្រញាប់ជូនបងស្រីខ្ញុំទៅមន្ទីរពេទ្យទៅមេស៊ីអ្នកទៅផ្ទះមុនទៅខ្ញុំនឹងមើលថែបងស្រីខ្ញុំទៅទិញអីឲ្យអ្នកញ៉ាំបន្តិចតើអ្នកជាអ្នកណាសានជីមជួយផងជប់ភ្លាមដោះលែងគាត់ទៅចង្រៃកុំមកពីផ្លូវប្រយ័ត្នខ្ញុំសម្រាប់អ្នកតើអ្នកណាឲ្យសេចក្តីក្លាហានអ្នកមកច្រឡោះបែបនេះប្រយ័ត្នយ៉ាកុំនិយាយច្រើនយ៉ាបងប្អូនចូលព្រមគ្នាទៅប្រយ័ត្នខ្ញុំសុំទោសអាឡូខ្ញុំចង់ប្តឹងប៉ូលីសមន្ទីរពេទ្យជាងហៃឆាប់មកទីនេះមានចោរប្លន់ខ្ញុំមិនអីទេហេតុអីអ្នកមកទីនេះពេលនេះមិនមែនជាពេលត្រូវនិយាយរឿងនេះទេអ្នកណាដាក់អំបិលគឺខ្ញុំយកវាចេញទៅចាស់រួចរាល់ហើយខ្ញុំជូនអ្នកទៅផ្ទះមកដល់វិញហើយហត់ចង់ងាប់ហើយតើពួកគេជាអ្នកណាហេតុអីពួកគេចង់ចាប់អ្នកតើពួកគេជាអ្នកណាហេតុអីពួកគេចង់ចាប់អ្នកពួកគេគឺគូដណ្ដឹងរបស់ខ្ញុំបញ្ជាឲ្យមកចាប់ខ្ញុំគូដណ្ដឹងចុះហេតុអីអ្នកព្រមចុះពាក្យជាមួយគាត់គឺគ្រូសាជាអ្នករៀបចំខ្ញុំមិនស្រឡាញ់គាត់ទេបន្ទាប់ពីរត់ចោលការរត់ចេញពីផ្ទះក៏មកដល់ទីនេះតែម្ដងរត់ចោលការហើយរត់ចេញពីផ្ទះទៀតចាស់លុយចុងក្រោយដែលខ្ញុំមានគឺបង់ថ្លៃផ្ទះឲ្យបងស្រីអ្នកអស់ហើយលីនស៊ីឲ្យលីនស៊ីបើចង់កុហកគួរតែរៀបចំគម្រោងទុកមុនសិនទៅវ៉ាងសានឈីខ្ញុំនិយាយសុទ្ធតែជាការពិតហេតុអីអ្នកមិនជឿខ្ញុំផ្អែកលើអីមែនហើយប្រវត្តិខ្ញុំមិនច្បាស់លាស់
ម៉ាក់ខ្ញុំថាខ្ញុំជាមនុស្សពូកែរៀបចំទុកជាមុនលើកនេះអ្នកអស់ចិត្តហើយមែនទេវ៉ាងសានឈីហេតុអីអ្នកសម្លឹងមើលខ្ញុំរហូតអញ្ចឹងវ៉ាងសានឈីហេតុអីអ្នកសម្លឹងមើលខ្ញុំរហូតអញ្ចឹងបើអ្នកមិនមើលខ្ញុំធ្វើម៉េចដឹងថាខ្ញុំកំពុងមើលអ្នកចុះមើលឆ្អែតនៅទេមិនដែរមិនដាច់ចិត្តពីខ្ញុំមែនទេមិនមែនទេខ្ញុំខ្លាចអ្នករត់ចោលមិនបងខ្លាចទេខែក្រោយវ៉ាងសានឈីអ្នកឯងអាមនុស្សអាក្រក់លេងខ្ញុំទៅខ្លួនខ្ញុំប្រឡាក់អស់ហើយចង់ទៅងូតទឹកអ្នកនៅមានកម្លាំងទៀតមែនទេអញ្ចឹងអ្នកជួយគ្រាខ្ញុំទៅបានទេបានតើរួចរាល់ហើយអ្នកអាចទៅងូតបានហើយហឹមកាទេចុះឲ្យធ្វើម៉េចទៅអ្នកជួយដុសខ្លួនឲ្យខ្ញុំទៅជួយដុសឲ្យអ្នកខ្ញុំមិនងូតជាមួយទេអ្នកនឹកគាត់មែនទេវ៉ាងសានឈីអ្នកកំពុងភ្លឹកគិតអីហ្នឹងអូគ្មានអីទេហឹមអញ្ចឹងខ្ញុំចូលបន្ទប់ដេកហើយចាំបន្តិចមានរឿងអីទៀតហើយថ្ងៃនេះខ្ញុំភ័យខ្លាំងណាស់អ្នកអាចនៅកំដរខ្ញុំបានទេខ្ញុំឲ្យខ្ញុំកំដរអ្នកយ៉ាងម៉េចប្រកាសជាកំដរខ្ញុំដេកហើយកំដរអ្នកដេកអ្នកដឹងខ្លួនទេថាអ្នកកំពុងនិយាយពីអីខ្ញុំដឹងច្បាស់ណាស់មិនដែរអ្នកខ្លាចខ្ញុំស៊ីសាច់អ្នកទាំងរួមមែនទេរឿងនឹងខ្ញុំមិនខ្លាចទេអ្នកមើលខ្លួនប្រានខ្ញុំអស់ទៅហើយអាមនុស្សខូចកុំប្រាប់ណាថាអ្នកមិនចង់ទទួលខុសត្រូវអើយតើអ្នកកំពុងរារាស្ទាក់ស្ទើរធ្វើអ្វីតើអ្នកនៅតែជាមនុស្សស្រីឬអត់ល្អណាស់បើអញ្ចឹងខ្ញុំនឹងដឹងជារៀងរហូតសុំទោសណាសានឈីពេលវេលាដែលបាននៅជាមួយអ្នកគឺជាពេលដែលខ្ញុំមានក្តីសុខបំផុតក្នុងជីវិតដើម្បីអាចនៅជាមួយអ្នកបានរឿងកិច្ចសន្យាអាពាហ៍ពិពាហ៍ខ្ញុំត្រូវតែទៅដោះស្រាយចាំខ្ញុំដោះស្រាយរួចខ្ញុំនឹងមករកអ្នកវិញសូមអភ័យទោសដែលខ្ញុំចាក់ចេញដោយមិនបានលាលីងស៊ីគឺលីងស៊ីតើអ្នកទៅណាហើយចង់ជួបលីងស៊ីមែនទេទៅតាមអាសយដ្ឋានដែលខ្ញុំផ្ញើឲ្យអ្នកនេះទៅខ្ញុំព្រមានអ្នកបើហ៊ានប៉ះពាល់សក់លីងស៊ីសម្បីតែមួយសរសៃខ្ញុំនឹងឲ្យអ្នកសង្វិញ100 ដងខ្ញុំស្មានថាអាសត្វកង្កែបដូចជាអ្នកមិនហ៊ានមកទីនេះទេខ្ញុំពិតជាមិនដឹងថាគួរនិយាយថាអ្នកខ្លាំងឬក៏អ្នកពិតជាល្ងងខ្លៅនោះទេតើលីងស៊ីណែណាលីងស៊ីគឺជាគូដណ្ដឹងរបស់មេខ្ញុំសម្រាប់ដូចជាអ្នកហ៊ានមកដណ្ដើមស្រីពីគាត់ផងតើអ្នកថាខ្ញុំគួរដោះស្រាយជាមួយអ្នកយ៉ាងម៉េចខ្ញុំមិនចង់និយាយឥតប្រយោជន៍ជាមួយអ្នកទេថយចេញវាបំបាក់ដៃជើងវាឲ្យខ្ញុំល្អណាស់អញ្ចឹងថ្ងៃនេះយើងចាំមើលថាតើនរណាជាអ្នកដេកដីមុនគេបើអ្នកហ៊ានឈានមកមុខមួយជំហានទៀតខ្ញុំនឹងបំផ្ទុះអ្នកឲ្យខ្ទេចគ្មានសល់បើមិនជឿសាកមើលទៅអ្នកពិតជាស្មានថាខ្ញុំមិនហ៊ានសម្លាប់អ្នកមែនទេមកកុំនិយាយច្រើនខ្ញុំនឹងសម្លាប់វា
ការវាគ្នាមិនមែនអាស្រ័យលើអ្នកមានគ្នាច្រើននោះទេថយចេញខ្ញុំមិនថយមិនជឿថាអ្នកហ៊ានបំផ្ទុះមែននោះទេគ្រូសាត្រកូលកៅហ៊ានលេងល្បែងបែបនេះផងបងខុនតើយើងព្រមលេងវាទៅបែបនេះមែនទេបើមិនអញ្ចឹងយ៉ាងម៉េចមនុស្សមិនខ្លាចស្លាប់បែបនេះតើអ្នកចង់ទៅប្រថុយជីវិតជាមួយវាខ្ញុំមិនហ៊ានទេប្រញាប់ដេញវាឲ្យចេញទៅលីស៊ីនមេស៊ីលោកម្ចាស់សុំទោសផងពួកយើងខាត់មិនឈ្នះទើបបណ្ដោយឲ្យអាសានជីនេះសម្រុកចូលមកបានមិនអីទេខ្ញុំកំពុងតែរកអ្វីសប្បាយលេងល្មមគាត់មកចំពេលល្អណាស់ហឹមវ៉ាងសានជីមើលមិនដឹងថាអ្នកពូកែវីតបសោះតែគួរឲ្យស្ដាយណាស់ទោះអ្នកពូកែវីយ៉ាងណាក៏នៅតែជាអ្នកបម្រើទាបទុយម្នាក់ដែរស្រមោចនៅតែជាស្រមោចទោះអ្នកពូកែវីប៉ុណ្ណាក៏មិនអាចបដូរចរិតថោកទាបរបស់អ្នកបានដែរហាខ្ញុំមិនចង់និយាយច្រើនជាមួយអ្នកទេលីនស៊ីណេណាអ្នកចង់ជួបគាត់ខ្លាំងណាស់មែនទេល្អណាស់អញ្ចឹងខ្ញុំនឹងសម្រេចតាមបំណងអ្នកបងស្រីអ្នកយ៉ាងម៉េចហើយហួងសានឈីអ្នកមិនគួរមកទីនេះទេខ្ញុំមកនាំអ្នកទៅផ្ទះវិញនាំខ្ញុំទៅផ្ទះតើអ្នកមានសិទ្ធិអីឲ្យទៅផ្ទះជួកំតិចនោះជាមួយអ្នកមែនទេហួងសានឈីកុំមកគិតច្រើនម្នាក់ឯងពេកតើអ្នកមានន័យយ៉ាងម៉េចសម្ដីខ្ញុំមិនទាន់ច្បាស់ទៀតមែនទេមនុស្សដូចអ្នកមិនស័ក្តិសមនឹងខ្ញុំតតែសោះខ្ញុំមិនដែលស្រឡាញ់អ្នកទេអ្នកមិនស័ក្តិសមនឹងខ្ញុំទេខ្ញុំមិននៅជាមួយមនុស្សដូចអ្នកទេសូម្បីតែកាន់ស្បែកជើងក៏មិនសមតើនេះជាបំណងពិតរបស់អ្នកមែនទេវ៉ាងសានឈីអ្នកប្រញាប់ចេញទៅគូដណ្ដឹងមានអំណាចដូចជាហ៊ឺហ្វាងខ្ញុំមិនបោះបង់ចោលទេឬក៏ចង់ឲ្យខ្ញុំទៅតាមមនុស្សក្រីក្រដូចអ្នកដើម្បីទៅរស់នៅលំបាកវេទនាភ្ញាក់ខ្លួនឡើងហើយប្រញាប់ចេញទៅហឹមយីទេឥឡូវអ្នកគួរតែដឹងហើយថាខ្លួនឯងជាមនុស្សប្រភេទណាជាមនុស្សថោកទាបបែបណាសម្រាមសង្គមដូចជាអ្នកសូម្បីតែកាន់ស្បែកជើងឲ្យលីងស៊ីក៏មិនសមដែរហឹមបិទមាត់ទៅខ្ញុំចង់ឲ្យលីងស៊ីនិយាយដោយផ្ទាល់មាត់វ៉ាងសានឈីខ្ញុំមិនស្រឡាញ់អ្នកតតែសោះអ្នកចេញទៅឥឡូវនេះអ្នកគឺជាមនុស្សស្រីរបស់ខ្ញុំថ្ងៃនេះខ្ញុំត្រូវតែនាំអ្នកចេញទៅឲ្យបានចង្រៃណាស់ឲ្យតម្លៃឲ្យមិនយកមែនទេវ៉ាងសានឈីអ្នកប្រញាប់ចេញទៅខ្ញុំសូមអង្វរអ្នកប្រញាប់ចេញទៅហឹមយីទេកង្កែបចង់ស៊ីសាច់គ្នាមែនទេពេលនេះខ្ញុំគឺជាបុរសរបស់អ្នកថ្ងៃនេះខ្ញុំត្រូវតែនាំអ្នកចេញពីទីនេះវ៉ាងសែនខៃវ៉ាងសែនថៃអ្នកប្រញាប់ទៅមិនមើលខ្លួនឯងជាស្អីផងចេញទៅហើយសន្លប់លឿនម្លេះពិតជាអាមនុស្សឥតប្រយោជន៍មែនខ្ញុំមិនទាន់លេងឆ្អែតផងអីចឹងខ្ញុំនឹងជួនអ្នកទៅឋាននរកអីចឹងខ្ញុំនឹងជួនអ្នកទៅឋាននរកឥឡូវនេះតើនរណាជាមនុស្សឥតប្រយោជន៍អ្នកមិញនេះអ្នកធ្វើពុតជាសន្លប់សោះកុំនិយាយច្រើនប្រាប់កូនចៅអ្នកឲ្យដោះលែងនាងព្រាមបើមិនដូច្នោះទេខ្ញុំនឹងបាញ់ឲ្យបែកក្បាលឥឡូវនេះកុំបាញ់អីនៅថ្មឹងធ្វើអីទៀតប្រញាប់ដោះលែងមនុស្សទៅអរគុណមេស៊ីខ្ញុំទៅហើយបើទៅគឺត្រូវទៅជាមួយគ្នាខ្ញុំទៅខ្ញុំមិនអីទេអ្នកទៅចាំខ្ញុំនៅខាងក្រៅសិនទៅប្រញាប់ទៅបើខ្ញុំនៅទីនេះនាំតែធ្វើឲ្យសែនធីបារម្ភទេប្រយ័ត្នខ្លួនផងទៅចុះបន្តោងត្បូងនៅលើខ្លួនគាត់ហេតុអីក៏ដូចរបស់ខ្ញុំបេះបិទអីចឹងថ្ងៃនេះឈប់ត្រឹមនេះសិនចុះចាំថ្ងៃក្រោយចាំខ្ញុំមកគិតបញ្ជីជាមួយអ្នកទៀតនេះវ៉ាងសែនទេខ្ញុំមិនចប់ជាមួយអ្នកឡើយចាំបន្តិចមានន័យថាពួកអ្នកបានវីកូនប្រុសច្បងត្រកូលយកមែនទេបាទតាមពិតខ្ញុំចង់ទៅផ្ទះដើម្បីនិយាយឲ្យដាច់ស្រេចដាច់ការភ្ជាប់ពាក្យនឹងរកទំនាក់ទំនងជាមួយត្រកូលយកប៉ុន្តែពេលខ្ញុំចេញផុតពីផ្ទះភ្លាមក៏ត្រូវបានមនុស្សរបស់យកឈៀងចាប់ខ្លួនទៅបាត់ទើបបង្ខំឲ្យសែនថៃទៅជួយខ្ញុំបែបនេះនឹកស្មានមិនដល់ថាអ្នកគឺជាកូនស្រីមហាសេដ្ឋីត្រកូលលេនសោះ
បងស្រីយើងធៀបខ្ញុំមិនបានតាំងចិត្តលាក់បាំងបងទេគ្រាន់តែខ្ញុំមិនដឹងថាត្រូវនិយាយចេញមកដោយរបៀបណាចប់ហើយលើកនេះចប់មែនទែនហើយពួកយើងបានធ្វើឲ្យត្រកូលយកខឹងខ្លាំងណាស់នៅទីក្រុងយ៉ាងហេនេះពួកយើងនៅមិនសុខទៀតទេប្រញាប់រៀបចំខោអាវចាក់ចេញពីទីនេះភ្លាមទៅទោះត្រកូលយកខ្លាំងប៉ុណ្ណាក៏ដោយក៏ពួកគេមិនអាចមើលរំលងច្បាប់បានដែរអ្នកមិនយល់ទេគ្រួសារត្រកូលកៅនេះហ៊ានធ្វើអ្វីស្រេចតែចិត្តមិនខ្លាចច្បាប់ទម្លាប់ឡើយតើអ្នកដឹងទេនៅពីក្រោយក្នុងគ្រួសារត្រកូលកៅគឺមានគ្រួសារត្រកូលវាងនៅសាំងជឹងជាបង្អែកនៅខាងក្រៅគេល្បិចគ្នាថាកៅធានយូម្នាក់នេះគឺជាកូនក្រៅគូរបស់គ្រួសារត្រកូលវាងអ្វីដែលជាងជានិយាយគឺមិនខុសទេគ្រួសារត្រកូលលីនរបស់យើងមិនអាចប្រៀបជាមួយគ្រួសារត្រកូលកៅបានទេប៉ុន្តែបើគ្រួសារត្រកូលកៅចង់ធ្វើអ្វីមួយគ្រួសារត្រកូលលីនក៏ត្រូវតែប្រុងប្រយ័ត្នខ្លះដែរប៉ុន្តែបើបញ្ហានេះពាក់ព័ន្ធដល់គ្រួសារត្រកូលវាងនៅសាំងជឹងនោះវានឹងក្លាយជារឿងផ្សេងទាំងស្រុងហើយសានឈីអ្នកមិនអាចរឹងរូសទៀតបានទេឥឡូវនេះអ្នកត្រូវទៅជ្រកកោននៅផ្ទះត្រកូលលីនជាមួយលីនស៊ីសិនទៅនេះជាមធ្យោបាយតែមួយគត់មុនពេលគ្រួសារត្រកូលកៅចាប់ផ្ដើមធ្វើសកម្មភាពឲ្យខ្ញុំទៅពួននៅផ្ទះត្រកូលលីនអីតើវាមិនខ្លាចជាថាខ្ញុំសានឈីចង់អូសគ្រួសារត្រកូលលីនឲ្យធ្លាក់ក្នុងរឿងនេះដែរទេតើអ្នកខ្លាចគ្រួសារត្រកូលកៅមែនទេគឺខ្ញុំខ្លួនឯងទេដែលជាអ្នកបង្កបញ្ហាជាមួយកៅសៀងសានឈីតើពេលនេះជាពេលណាហើយលើកនេះអ្នកបានវាយកៅធានយ៉ាគាត់គឺជាអនាគតប្រធានក្រុមហ៊ុនជាងសិនគ្រប់គាត់មិនមែនដូចជាពួកបងធំការពីមុននោះទេគាត់អាចសម្លាប់អ្នកបានឈប់និយាយទៅខ្ញុំមិនទៅណាទាំងអស់ចុះរឿងមួយទៀតមានរឿងមួយខ្ញុំចង់សួរអ្នកតើរឿងអ្វីតើអ្នកនៅចាំទេម៉ាក់ធ្លាប់និយាយថានេះជារបស់តែមួយគត់ដែលនៅជាប់នឹងខ្លួនអ្នកតាំងពីនៅក្នុងកន្ទប់ម្លេះហេតុអ្វីបានជាសួររឿងនេះភ្លាមអញ្ចឹងថ្ងៃនេះនៅលើករបស់កៅធានយ៉ាខ្ញុំបានឃើញរបស់មួយដែលមានរូបរាងដូចគ្នាបេះបិទអីគេមិនក៏អាចមានរឿងបែបហ្នឹងកើតឡើងបានខ្ញុំត្រូវតែរកកៅជីសឹងឲ្យឃើញដើម្បីឲ្យគាត់តាក់ទងទៅបងស្រីរបស់គាត់រឿងខ្លះខ្ញុំត្រូវតែជួបកៅជីហុងចាំជួបគ្នាផ្ទាល់សិននេះជានាមបានដែលកៅជីសឹងបង្ខំឲ្យខ្ញុំទុកសាក់ទេតលេខនេះមើលបានអាឡូកៅជីសឹងមែនទេបងសានឈីតើអ្នកមានការអីមែនទេតើបងស្រីរបស់អ្នកនៅណាហេតុអ្វីបានជាអ្នកស្រាប់តែសួររកបងស្រីខ្ញុំអញ្ចឹងកុំនិយាយច្រើនឥតប្រយោជន៍ខ្ញុំសួរអ្វីឆ្លើយនឹងមកបាទត្រូវហើយចាំខ្ញុំសួរឲ្យអ្នកឥឡូវនេះរួចហើយនឹងតបទៅវិញឲ្យលឿនថាអីអ្នកថាលេងខៃរោគបានប្រុសថ្មីធ្វើឲ្យអ្នកខូចមុខមាត់ហើយថែមទាំងវាអ្នកទៀតកែវឈានយ៉ាងហេតុអីក៏អ្នកអន់យ៉ាងនេះម៉ាក់មនុស្សឈួតម្នាក់នោះគាត់មិនខ្លាចងាប់ទេគាត់ឈ្មោះអីវ៉ាងសានឈីវ៉ាងសានឈីគឺវ៉ាងសែនថៃនឹងទៀតហើយអូអ្នកស្គាល់គាត់ដែរមិនត្រឹមតែស្គាល់ទេកាលពីមុនគឺគាត់នឹងហើយដែលវីពូរបស់អ្នកហើយថែមទាំងបបលុយខ្ញុំអស់2លានទៀតអាម្នាក់នេះពិតជាថោកទាបណាស់ហ៊ានមកតាំងជាមួយគ្រូសាយករបស់យើងផងខ្ញុំមើលទៅគាត់ប្រហែលជាចង់ងាប់ហើយរឿងនេះអ្នកមិនបាច់ខ្វល់ទេទុកឲ្យខ្ញុំជាអ្នកចាត់ការខ្ញុំនឹងឲ្យគាត់ដឹងខ្លួនថាការមកប៉ះពាល់គ្រូសាយករបស់យើងវានឹងក្លាយជារឿងក្នុងជីវិតគាត់តែគាត់ត្រូវស្ដាយក្រោយបំផុតអាឆេងមានការអីបងស្រីវ៉ងសែនថៃមករកអ្នកគាត់មករកខ្ញុំល្អណាស់ខ្ញុំក៏ចង់ទូទាត់បញ្ជីជាមួយគាត់ដែរបែបនេះចុះអ្នកផ្ញើអាសយដ្ឋានឲ្យគាត់ទៅណាត់គាត់ទៅកន្លែងរបស់ឡៅម៉ូហា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 បងស្រីអ្នកគិតដូចខ្ញុំបេះបិទខ្ញុំនឹងទេទៅគាត់វិញឥឡូវនេះអាឡូមែនសែនទេបាទត្រូវហើយខ្ញុំផ្ញើអាសយដ្ឋានឲ្យអ្នកហើយវ៉ាងសែនថៃលើកនេះអ្នកងាប់មិនខានទេបងស្រីហងឡៅម៉ូមួយរយៈនេះត្រីក្នុងស្រះស្រស់ល្អទេខ្ញុំចង់ញ៉ាំត្រីហើយបងស្រីហងកុំបារម្ភអីត្រីនៅកន្លែងខ្ញុំគឺស្រស់បំផុតជានិច្ចថ្មីនេះខ្ញុំទើបតែបង្រៀនកូនច្បងបានប៉ុន្មាននាក់ចិត្តរបស់ពួកគេម្នាក់គឺសាហាវជាងអ្នកសម្លាប់ត្រីអាជីពទៅទៀតបងស្រីហងមើលដៃរបស់គាត់ចុះដៃអាម្នាក់នេះពិតជាសាហាវណាស់
បែបនឹងល្អហើយត្រីជាប់សន្ទូចហើយថ្ងៃនេះខ្ញុំចង់ញ៉ាំត្រីដែលស្រស់បំផុតបាទធានាថាធ្វើឲ្យអ្នកពេញចិត្ត37អ្នកកុំទៅអីល្អជាងក្នុងចិត្តខ្ញុំមានអារម្មណ៍មិនសូវស្រួលទេវាគ្រោះថ្នាក់ណាស់អ្នកទាំងពីរចាំនៅទីនេះទៅខ្ញុំចូលទៅជួបមេធំម្នាក់ឯងសិនអូយមេស៊ីមិនបានទេខ្ញុំទៅជាមួយអ្នកដែរកុំបារម្ភអីខ្ញុំដឹងថាត្រូវធ្វើបែបណាហើយអ្នកទាំងពីរចាំខ្ញុំនៅក្នុងឡានទៅបើសិនជាមានរឿងអីកើតឡើងអ្នកនៅខាងក្រៅស្រួលជួយគ្នាជាងអ្នកត្រូវតែត្រឡប់មកវិញណាខ្ញុំចាំអ្នកណាចេះបារម្ភពីខ្ញុំដែរតើបង37ទីបំផុតបងមកដល់ហើយខ្ញុំចាំបងយូរហើយកុំនិយាយច្រើនបងស្រីអ្នកណែណាបងស្រីខ្ញុំនៅខាងនោះអញ្ជើញចូលខាងក្នុង37ចាំមើលលើកនេះអ្នកស្លាប់ដោយរបៀបណាលោកមូឬមួយថ្ងៃនេះយើងភ្នាល់គ្នាម្ដងទៅអ្នកមើលទៅតើអ្នកណាជាអ្នកឈ្នះបងស្រីហុងនៅក្នុងក្រុងជើងហៃនេះអ្នកដែលអាចឈ្នះគូដៃខ្មោចបានគឺមានតិចតួចណាស់ទោះបីជាអាចតាំងបានមួយទឹកក៏ដោយក៏ស្ទើរតែគ្មានដែរខ្ញុំមើលទៅវ៉ាង37ម្នាក់នេះគាត់ទ្រាំមិនបានដល់3វិនាទីផងអ្នកហាក់ដូចជាមានទំនុកចិត្តខ្លាំងណាស់មែនទេបងស្រីហុងចាំមើលទៅបើសិនជាវ៉ាង37ឈ្នះខ្ញុំនឹងហៅគាត់ថាលោកតាបន្ទាប់ទៀតគឺឆ្អឹងរបស់អ្នកហើយដែលត្រូវបាក់ឆ្អឹងរបស់ខ្ញុំរឹងណាស់ខ្ញុំមិនដែលចេះអន់ក្បាលឲ្យអ្នកណាទេបើអ្នកចង់ធ្វើជាកាដូខ្ញុំអាចជូនអ្នកទៅបានអ្នកចង់ងាប់មែនទេយ៉ាវាមិនអាចទៅរួចទេគាត់ប្រើតែមួយក្បាច់ក៏អាចដួលមេខ្លោងបានបាត់ទៅហើយវាមិនអាចទៅរួចទេចេញពីថាឡើយនេះកូនក្មុំយ៉ាសកាសឹងតែថាមាន25ខេត្តក្រុងហើយចេញពីខេត្តមួយចូលខេត្តមួយចេញពីខេត្តមួយចូលខេត្តមួយតែម្ដងគ្រាន់តែចូលដល់ឆ្នាំ2026ពពគឺ feedback កូនក្មុំយ៉ាសកាផុសមកហោហាតែម្ដងព្រោះដោយសារឲ្យកូនក្មុំទុកចិត្តលៀបខ្លុំជាមួយនឹងឈុតយ៉ាសកាស្បែកសឆ្វាលតែម្ដងថាមើលឲ្យតែលៀបលេយ៉ាសកាតម្រងស្បែកចេញមកគឺស្អាតដូចម្ចាស់ប្រែនចឹងមិនមែនសតែម្ចាស់ប្រែនទេណាអ្នកប្រើប្រាស់ក៏សដូចគ្នាដែរចុះពិសេសគឺតម្រងតែមួយតែម្ដងសបែបស្អាតសបែបម៉ត់ថ្លាភ្លឺចេញពីខាងក្នុងណាបែបមានសុខភាពល្អគីឡូក្លា skin ណាចឹងមិនថាជាមួយនឹងលេយ៉ាសកាមួយប្រើប្រាស់ដោយទំនុកចិត្តលៀបហើយដឹងតែសបែបលះមានសុខភាពល្អអញ្ចឹងមកអ្នកណាក៏តសើអ្នកណាក៏និយាយដែរថាកូនក្មុំទៅសទៅឲ្យគេឡើងមករងដល់ពេលម្ចាស់ប្រែនទៅដល់គឺតម្រងចេញមកតែមួយតែម្ដងគឺលះឆ្វាតសបែបស្អាតមានសុខភាពល្អអញ្ចឹងអីនេះមិនតាក់ទាញអ្នកប្រើប្រាស់មិនព្រោះដោយសារអី feedback យ៉ាសកាមួយថតទៅកាមេរ៉ាសៀនច្បាស់អញ្ចឹងទេហើយស្បែកបើគេសស្អាតសលះសឈ្នះអញ្ចឹងហើយនៅចាំអីទៀតកូនក្មុំឆ្នាំ2026អ្នកចង់បានប្តីលឿនទាំងអស់គ្នាប្រើប្រាស់ជាមួយនឹងឈុត4មុខនេះរបស់យ៉ាសកាគ្នាជួនថាលៀបខ្លុំប្រើតាមការណែនាំមកស្បែកសលះសឈ្នះយថាផ្អើលគេមកភូមិតែម្ដងគាត់ប្រើតែមួយក្បាច់ក៏អាចយកឈ្នះដៃខ្មោចបានដែរវាមិនអាចទៅរួចទេលោកមូនេះជាមនុស្សរបស់អ្នកមែនទេខ្ញុំមើលទៅអ្នកកាន់តែចាស់កាន់តែអន់ទៅហើយបងស្រីហុងកុំខឹងអីវាជាការចែកដនទេនេះគ្រាន់តែជាការចែកដនឲ្យប៉ុណ្ណោះប៉ុន្តែអ្នកកុំបារម្ភអីខ្ញុំនៅមានមនុស្សម្នាក់ទៀតធានាថាធ្វើឲ្យគាត់ចេញពីទ្វារនេះទាំងសាកសពប្រញាប់ទៅហៅគាត់មកបាទ
Nơi châu thmăngធ្វើអីទៀតទៅហៅអាស៊ុំឲ្យខ្ញុំឲ្យលឿនបាទចង់ចាក់ចេញពីទ្វារនេះមែនទេបានសួរខ្ញុំហើយឬនៅគួរឲ្យចាប់អារម្មណ៍ណាស់បងស្រីហុងមើលចុះឲ្យតែអាស៊ូចេញដៃគឺមិនធម្មតាឡើយបាំងសានឈីគ្រាន់តែទុកមួយក្បាច់របស់គាត់ក៏ពិបាកដែរលើកនេះកុំសង្ឃឹមថាគាត់អាចចេញទៅទាំងមានជីវិតឲ្យសោះបែបនេះទើបសមបន្តិចបើថ្ងៃនេះគាត់ចាញ់ទៀតអ្នកឯងទៅធ្វើជាចៃរបស់វ៉ាងសិនទៅបងស្រីហុងកុំបារម្ភអីចំពោះសមត្ថភាពរបស់អាស៊ូខ្ញុំមិនដែលឃើញគាត់ចាញ់ម្ដងណាឡើយអ្នកវិតបអាជីព10នាក់ក៏ចូលក្បែរខ្លួនគាត់មិនចុះផងចាត់ការវ៉ាងសានឈីម្នាក់គឺងាយស្រួលបំផុតអាប់អូនបើមិនលុបជង្គង់ឥឡូវនេះទេខ្ញុំនឹងបំបត្តិឆ្អឹងអ្នកឲ្យដេកស្តុកស្ដឹងមិនខានចំពោះសមត្ថភាពរបស់អាស៊ូខ្ញុំមិនដែលឃើញគាត់ចាញ់ម្ដងណាឡើយអ្នកវិតបអាជីព10នាក់ក៏ចូលក្បែរខ្លួនគាត់មិនចុះចាត់ការវ៉ាងសានឈីម្នាក់គឺងាយស្រួលបំផុតអាប់អូនបើមិនលុបជង្គង់ឥឡូវនេះទេខ្ញុំនឹងបំបត្តិឆ្អឹងអ្នកឲ្យដេកស្តុកស្ដឹងមិនខានក្បាច់ដំបូងរបស់គាត់គឺជាក្បាច់កែងបុកទ្រុងនៃក្បាច់គុនប៉ាជីហើយវាជាវិធីបញ្ចេញកម្លាំងដែលខ្ញុំបានកែច្នៃកាលពីមុនកម្លាំងវាចេញគឺខ្លាំងជាងមុនក្បាច់នេះខ្ញុំធ្លាប់បង្រៀនតែស៊ូវិនឆាំងម្នាក់គត់ចុះហេតុអ្វីបានជាក្មេងម្នាក់នេះឬមួយក៏មិញនេះអ្នកប្រើក្បាច់គុនប៉ាជីមែនទេហឹមចាត់ទុកថាអ្នកមានភ្នែកមើលដឹងខ្លះមិននឹកស្មានថាស្គាល់សោះកុំនិយាយច្រើនមកចុះខ្ញុំមិនចង់វាជាមួយអ្នកទេមិនចង់វាមែនទេខ្លាចហើយមែនទេបើមិនលុតជង្គង់សុំចាញ់ឥឡូវនេះទេខ្ញុំប្រហែលជាអាចលើកលែងជីវិតឆ្កែរបស់អ្នកបានក្បាច់គុនប៉ាជីដែលអ្នកទើបតែប្រើអំបញ្ញមិញកម្លាំងដែលប្រើគឺបែកខ្ញែកអស់ហើយចង្រៃអ្នកចង់មានន័យថាម៉េចកុំមកធ្វើពុតជាខ្លាំងនៅចំពោះមុខខ្ញុំកម្លាំងប៉ាជីខ្លឹមសារសំខាន់គឺស្ថិតនៅលើការរួបរวมគ្នានៃធាតុទាំង6អំបញ្ញមិញអ្នកបញ្ចេញកម្លាំងដល់ត្រឹមទ្រូងតែមិនដល់ត្រកៀកទេមើលទៅហាក់ដូចជាខ្លាំងក្លាតែការពិតគឺគ្មានគ្រីស្ទតែសោះក្បាច់គុនប៉ាជីពិតប្រាកដរបស់អ្នកកម្លាំងត្រូវចាប់ផ្ដើមចេញពីជើងបញ្ចេញតាមជើងមិនមែនប្រើដៃរបស់អ្នកទេគឺប្រើទម្ងន់ខ្លួនរបស់អ្នកប្រើកម្លាំងច្រើនពីដីដើម្បីទៅបុកដើម្បីបំបីកម្លាំងដែលអ្នកទើបតែប្រើបង្រួមទ្រូងមិនទាន់គ្រប់គ្រាន់ខ្នងមិនទាន់កងមូលកម្លាំងបញ្ជូនដល់ត្រឹមទ្រូងក៏ដាច់បាត់កម្លាំង10ភាគអ្នកធ្វើឲ្យបាត់អស់7ភាគទៅហើយផ្ដេសផ្ដាស់អីហ្នឹងកម្លាំងរបស់អ្នកតឹងពេកហើយទោះបីជាវាចេញយសូខ្លាំងយ៉ាងណាក៏ដោយវាក៏គ្រាន់តែជាការសម្ដែងបង្អួតប៉ុណ្ណោះក្បាច់គុនរបស់អ្នកមានតែចេតនាសម្លាប់តែគ្មានភាពដាច់ខាតទេនិយាយឈួតមនុស្សដែលខ្ញុំធ្លាប់វាឲ្យដេកច្រើនជាងមនុស្សដែលអ្នកធ្លាប់ជួបទៅទៀតចាំបាច់ឲ្យអ្នកមកបង្រៀនខ្ញុំដែរអីចឹងខ្ញុំនឹងប្រើក្បាច់គុនប៉ាជីដែលអ្នកមោទនភាពបំផុតដើម្បីឲ្យអ្នកដឹងថាអ្វីទៅដែលហៅថាការបើកទ្វារមើលក្បាច់នេះឲ្យច្បាស់គឺលយខ្លាំងណាស់អីចឹងខ្ញុំនឹងប្រើក្បាច់គុនប៉ាជីដែលអ្នកមោទនភាពបំផុតដើម្បីឲ្យអ្នកដឹងថាអ្វីទៅដែលហៅថាការបើកទ្វារមើលក្បាច់នេះឲ្យច្បាស់គឺលយខ្លាំងណាស់ក្បាច់មួយនេះសូម្បីតែបងធំស៊ីវិនឆាំងរបស់ខ្ញុំក៏ប្រើមិនបានស្ទាត់ជំនាញដល់ថ្នាក់នេះដែរតើអ្នកជាអ្នកណាឲ្យប្រាកដតើស៊ីវិនឆាំងជាអ្វីនឹងអ្នកហេតុអីអ្នកស្គាល់បងធំរបស់ខ្ញុំបងធំគាត់ចេញមកហើយមែនហើយទេទៅបងធំរបស់អ្នកទៅអាឡូបងធំមានការអីមែនទេអាស៊ូហុចទូរស័ព្ទមកឲ្យខ្ញុំស៊ីវិនឆាំងគឺជាបងប្រុសសានជីរបស់ខ្ញុំបងប្រុសសានជីគឺជាអ្នកសោះខ្ញុំនឹងវិនណេងដារោគអ្នកគ្រប់កន្លែងតាំងពីចេញមកចុះហេតុអីអ្នកនៅជាមួយអេសគ្មានអីទេគ្រាន់តែជាកូនចៅល្អម្នាក់ដែលអ្នកបានបង្រៀនគេកំពុងសុំឲ្យខ្ញុំជួយណែនាំខ្ញុំក៏ជួយប្រាប់បន្តិចបន្តួចទៅអាម្នាក់នេះពិតជាមែនតើវាបានប្រមេតអ្នកមែនទេចាំខ្ញុំប្រដៅវាអ្នកហុចទូរស័ព្ទឲ្យវាទៅបងធំរបស់អ្នកឲ្យទទួលទូរស័ព្ទអេសឲ្យឈប់ទៅបងធំតើគាត់ជាអ្នកណាឲ្យប្រាកដអត្តសញ្ញាណគាត់មិនមែនអ្នកអាចដឹងបានទេក្បាច់គុនបេជីគាត់របស់ដេយ៉ូគឺគាត់ជាអ្នកបង្រៀនបើអ្នកនៅស្គាល់ខ្ញុំជាបងធំចុះរកទៅប្រញាប់លុបជង្គង់សុំទោសគាត់ភ្លាមអ្នកមានគុណតាមពិតគឺជាអ្នកមានគុណសោះសូមអ្នកមានគុណទទួលការសំពះពីអេសផងប៉ុន្តែក្បាច់គុនបេជីគាត់របស់ខ្ញុំគឺគាត់ជាអ្នកបង្រៀនបើអ្នកនៅស្គាល់ខ្ញុំជាបងធំនោះចុះរកទៅប្រញាប់លុបជង្គង់សុំទោសគាត់ភ្លាមអ្នកមានគុណតាមពិតគឺជាអ្នកមានគុណសោះសូមអ្នកមានគុណទទួលការសំពះពីអេសផងមានរឿងអីហ្នឹងហេតុអីមនុស្សរបស់អ្នកលុបជង្គង់អញ្ចឹងអូបងស្រីហងនេះជាក្បាច់គុនប្រដាល់
មិនមែនគេត្រូវលុតជង្គង់សំពះមុនទេអីគេប្រកាសជាចង់សុទ្ធធម៌ចម្លងវិញ្ញាណឲ្យគាត់ហើយសំពះសុំគ្នាទោសទុកមុនសំពះទុកមុនមួយនេះខ្ញុំចូលចិត្តអញ្ចឹងសុទ្ធធម៌ឲ្យគាត់ទុកមុនទៅសូមអ្នកមានគុណទទួលការសំពះពីអេសផងអ្នកកំពុងធ្វើអីហ្នឹងក្រោកឡើងទៅក្បាច់គុណបេជីខុននេះធ្លាប់ជួយជីវិតបងធំខ្ញុំហើយក៏ធ្លាប់ជួយជីវិតខ្ញុំដែរនិយាយម្យ៉ាងទៀតអ្នកមានគុណចំពោះខ្ញុំខ្លាំងណាស់ហើយមិញនេះខ្ញុំបានប្រមាថអ្នកថែមទាំងហ៊ានវាអ្នកទៀតខ្ញុំពិតជាសំស្លាប់មែនបើអ្នកមិនអត់ទោសឲ្យខ្ញុំមិនក្រោកឡើយមិនអីទេបងធំរបស់អ្នកបានកែខ្លួនហើយឲ្យតែអ្នកជប់ធ្វើរឿងអាក្រក់បំរើពួកមនុស្សខ្ញុំនឹងអត់ទោសឲ្យអ្នកយកទេខ្ញុំនឹងចាក់ចេញពីទីនេះភ្លាមឆាប់ងើបឡើងមកនិយាយមកតើអ្នកមកទីនេះធ្វើអ្វីពួកគេឲ្យរកអ្នកខ្លាំងទៅខ្ញុំមកទីនេះបន្ទាប់មកពួកគេបោកខ្ញុំថាមានអ្នកមកបង្កបញ្ហាបង្ខំឲ្យខ្ញុំចេញដៃបើដឹងថាជាអ្នកទូវាខ្ញុំឲ្យងាប់ក៏ខ្ញុំមិនហ៊ានចេញដៃជាមួយអ្នកដែរអ្នកនៅតែត្រូវចេញដៃដដែលបើមិនអញ្ចឹងទេពួកគេនឹងនៅតែមករករឿងអ្នកទៀតបែបនេះទៅអ្នកជួយសម្ដែងជាមួយខ្ញុំមួយប្លង់ទៅសម្ដែងខ្ញុំមិនចេះសម្ដែងទេខ្ញុំចេះតែវីតបទេមិនអីទេអ្នកគ្រាន់តែដើរខ្ញុំមួយដៃមកបានហើយបរិសម្នាក់នេះតើអ្នកត្រៀមខ្លួនហើយឬនៅមកចុះហាខ្ញុំឈ្នះហើយហាអូបងស្រីហុងអ្នកមើលទៅយ៉ាងម៉េចដែរតើខ្ញុំបាននិយាយថាអីធ្វើបានល្អណាស់យកគាត់ទៅបោះចូលបឹងឲ្យត្រីស៊ីទៅឆាប់ទៅបាទបងស្រីហុងត្រីដែលស្រស់បំផុតបានរៀបចំជូនអ្នករួចរាល់ហើយយប់នេះនៅសន្តាគារវិឡាយន្ទីងសូមអ្នកដល់គិតយកមកផងបងស្រីហុងត្រីដែលស្រស់បំផុតបានរៀបចំជូនអ្នករួចរាល់ហើយយប់នេះនៅសន្តាគារវិឡាយន្ទីងសូមអ្នកដល់គិតយកមកផងនិយាយមកកៅជីហុងណៃណាខ្ញុំមិនដឹងទេការអត់ធ្មត់របស់ខ្ញុំមានកំណត់តើព្រមនិយាយឬអត់ខ្ញុំពិតជាមិនដឹងថាកៅស៊ីហុងណៃណាទេប៉ុន្តែខ្ញុំដឹងថាកៅស៊ីកំពុងតែរៀបចំចេញទៅក្រៅពេលនេះប្រហែលជាដល់មាត់ទ្វារហើយវ៉ាងសានឈីហាវ៉ាងសានឈីអ្នកក៏មានថ្ងៃនេះដែរសុំមុខហើយហាវ៉ាងសានឈីអ្នកតើអ្នកជាមនុស្សឬជាអ្វីបានជាអ្នកមិនទាន់ងាប់យ៉ាវជីសម្រាប់ខ្ញុំបោកប្រាស់ខ្ញុំមនុស្សប៉ុន្មានអ្នកហើយដែលត្រូវងាប់ខ្ញុំខុសហើយខ្ញុំមិនហ៊ានទៀតទេការយកច្រឡំទេទាំងអស់នេះគឺជាការយកច្រឡំចាំសិនខ្ញុំមិនចង់និយាយរឿងឥតប្រយោជន៍ជាមួយអ្នកទេនិយាយមកបងស្រីរបស់អ្នកណៃណាបងស្រីខ្ញុំទើបតែទៅភូមិគ្រីយន្តទីងអំបញ្ញមិញនេះមិញនឹងគាត់អត់មានលុយមែនទេបាទលេហើយមានរឿងអីកើតឡើងមានពេលបញ្យោទេបងចុះមកខ្ញុំអ្នកបើកវិញអង្គុយឲ្យជាប់មានរឿងអីគ្មានពេលបញ្យោទេបងចុះមកឲ្យខ្ញុំអ្នកបើកទៅហើយមានរឿងអីហ្នឹងហេតុអីគាត់មិនទាន់ស្លាប់ទៀតអាម្នាក់នេះពិតជាចង្រៃមែនបងស្រីហុងអង្គុយឲ្យស្រួលទុកគាត់ឲ្យខ្ញុំជាអ្នកចាត់ការអ្នកកុំបារម្ភលើកនេះខ្ញុំធានាថានឹងចាត់ការឲ្យស្អាតវ៉ាងសានឈីអ្នកឯងពិតជាសំណាងណាស់ដែលមិនទាន់ស្លាប់ស្ដេចយមរាជមិនទាន់យកខ្ញុំទេប្រហែលជាអ្នកដែលត្រូវទៅទីនោះគឺជាអ្នកផ្សេងវិញចុះកៅជីហុងណៃណាចង់ជួបបងស្រីហុងមែនទេអ្នកមិនទាន់មានសិទ្ធិគ្រប់គ្រាន់ទេសានឈីម្នាក់នេះឈ្មោះឡាវម៉ូជាអ្នកខ្លាំងបំផុតរបស់គ្រប់ឆាំងសឹងគាត់ធ្លាប់ធ្វើរឿងអាក្រក់ជាច្រើនឲ្យគ្រួសារតកូកៅសម្រាប់មនុស្សមិនញើតដៃកន្លងមកគាត់មិនដែលចាញ់ឡើយសានឈីពួកគាត់ខ្លាំងណាស់ពួកយើងចាក់ចេញពីទីនេះទៅបើមិនអញ្ចឹងទេពួកយើងច្បាស់ជាស្លាប់នៅទីនេះមិនខានវ៉ាងសានឈីបើអ្នកឯងមានសំណាងរស់ហើយគួរតែរត់ទៅឲ្យឆ្ងាយទៅមិននឹកស្មានថាហ៊ានតាមមកសម្រាប់ខ្លួនដល់ទីនេះសោះអញ្ចឹងថ្ងៃនេះខ្ញុំនឹងសម្រេចបំណងឲ្យអ្នកសានឈីកុំតាំងជាមួយពួកគាត់អីខ្ញុំខ្លាចអ្នកមានគ្រោះថ្នាក់ខ្ញុំមិនចង់បាត់បង់សាច់ញាតិទៀតទេ
រឿងនេះបញ្ចប់ត្រឹមនឹងចុះពួកយើងទៅវិញទៅទេនិយាយតាមត្រង់ខ្ញុំពិតជាសរសើរអ្នកណាស់ឲ្យតែអ្នកលុតជង្គង់សុំទោសខ្ញុំអាចឲ្យអ្នកចូលរួមជាមួយគ្រប់ចាំងសឹងបានចំពោះរឿងរ៉ាវកន្លងមកខ្ញុំនឹងមិនប្រកាន់ទោសពេលឡើយនេះជាឱកាសតែមួយគត់ដើម្បីឲ្យអ្នករស់និយាយច្រើនឥតប្រយោជន៍មែនតើអ្នកចង់វាយអត់ឲ្យឱកាសឲ្យអ្នកមិនចេះរក្សាវ៉ាសោះហឹមខ្ញុំមិនបានវាជាមួយអ្នកណាច្រើនឆ្នាំមកហើយថ្ងៃនេះខ្ញុំនឹងយកអ្នកមកសាឡបងដៃជើងនេះជាឱកាសតែមួយគត់ដើម្បីឲ្យអ្នករស់និយាយច្រើនឥតប្រយោជន៍មែនតើអ្នកព្រមចេញដៃនៅឲ្យឱកាសឲ្យអ្នកបែរជាមិនចេះថែរក្សាខ្ញុំមិនបានចេញដៃជាមួយអ្នកណាច្រើនឆ្នាំហើយថ្ងៃនេះយកអ្នកមកសាឡបងចុះមកត្រឹមស្នៀតគុណរបស់អ្នកស្មានថាសំបីតែបុដៃខ្មោចក៏វាមិនឈ្នះផងអាយុច្រើនហើយក្បាច់គុណក៏មិនដូចពីមុនដែរចេញទៅចេញពីទីនេះទៅវ៉ាងសានឈីម្នាក់នេះប្រឈមមុខនឹងស្ថានភាពតច្រកបែបនេះនៅតែអាចមកដល់មុខខ្ញុំយ៉ាងងាយស្រួលទៀតស្ត្រីដែលមានចិត្តក្លាហានដូចជាអ្នកពិតជាគួរឲ្យខ្លាចណាស់បងស្រីហុងមែនទេចង់ជួបអ្នកម្ដងពិតជាមិនងាយស្រួលសោះរកខ្ញុំមានការអីមែនទេកៅធានយ៉ាងជាកូនប្រុសរបស់អ្នកមែនទេមែនហើយឬមួយក៏មកព្រោះរឿងលីងស៊ីខ្ញុំយល់ហើយទៅថ្ងៃមុខខ្ញុំនឹងប្រាប់ធានយ៉ាកុំឲ្យទៅរកលីងស៊ីទៀតតើអ្នកពេញចិត្តនៅក្រៅពីរឿងនេះថ្ងៃនេះខ្ញុំមានរឿងមួយទៀតចង់សួរអ្នករឿងអីទៅនៅលើខ្លួនកៅធានយ៉ាមានបន្តោងត្បូងមែនទេបន្តោងត្បូងនោះបានមកពីណាបន្តោងត្បូងអីគឺបន្តោងត្បូងមួយនេះរឿងអីទៅនៅលើខ្លួនកៅធានយ៉ាងមានបន្តោងត្បូងមែនទេបន្តោងត្បូងនោះបានមកពីណាបន្តោងត្បូងអីគឺបន្តោងត្បូងមួយនេះបន្តោងត្បូងនេះគឺការដែលម្ដាយចិញ្ចឹមរើខ្ញុំមកចិញ្ចឹមបន្តោងត្បូងនេះក៏នៅជាប់ខ្លួនខ្ញុំរហូតមកគាត់ថាវាជារបស់ដែលម៉ាក់ខ្ញុំទុកឲ្យប៉ុន្តែខ្ញុំឃើញមួយទៀតដូចគ្នាបេះបិទនៅលើខ្លួនកៅធានយ៉ាដូច្នេះខ្ញុំមិនដឹងថាអ្នកកំពុងនិយាយពីអ្វីទេចុះបន្តោងត្បូងនៅលើខ្លួនធានយ៉ាងវិញខ្ញុំឲ្យអ្នកបម្រើទៅទិញវាប្រហែលជាម៉ូដដូចគ្នាហើយមើលទៅបើមិនអញ្ចឹងទេចាំខ្ញុំត្រឡប់ទៅសួរអ្នកម្ដងទៀតបើគាត់មិនព្រមទទួលស្គាល់ក៏ហីទៅមនុស្សដែលបោះបង់ខ្ញុំចោលតើគាត់មកទទួលស្គាល់ខ្ញុំធ្វើអីទៅល្អហើយអញ្ចឹងសូមអ្នកកុំមករំខានខ្ញុំទៀតអីបើគ្មានការអីពួកយើងទៅបងប្រាំមិនស្រួលទេអាហាវកាត់អីហ្នឹងពួកយើងចាញ់បោកគេហើយកាលនោះបងស្រីថោកទាបរបស់ខ្ញុំកូនរបស់គាត់មិនទាន់ស្លាប់ទេគាត់បែរជាយកកូនទៅឲ្យអ្នកផ្សេងឥឡូវគាត់ត្រឡប់មកសងសឹកខ្ញុំវិញតើខ្ញុំគួរធ្វើបែបណាទៅអាហាវអ្នកកុំអាលភ័យស្លន់ស្លោអីតើអ្នកចង់មានន័យថាជាអ្នកណាគ្រូអគិភ័យការនោះគឺជាការសម្ដែងទេអ្នកដែលស្លាប់មានតែបងស្រីអ្នកទេក្មេងនោះមិនបាននៅទីនោះឡើយមែនទេបាត់មែនហើយពិតមែនហើយថ្ងៃនេះគាត់បានយករបស់បងស្រីថោកទាបរបស់ខ្ញុំគឺដុំត្បូងដែលបន្សល់ទុកឲ្យគាត់មកជួបខ្ញុំអូយគ្រាន់តែដុំត្បូងមួយដុំសោះតើអ្នកអាចប្រកាសពីអត្តសញ្ញាណគាត់បានយ៉ាងម៉េចគឺផ្អែកលើដុំត្បូងនេះឯងវាជាវត្ថុបញ្ជាក់ស្នេហារវាងបងស្រីខ្ញុំនិងគូឆឹងកាលនោះខ្ញុំគ្រាន់តែឲ្យចៅយានយ៉ាងចម្លងមួយទៀតឲ្យទៅធានយ៉ាសរុបមករឿងនេះដាច់ខាតមិនត្រូវឲ្យបងប្រុសអ្នកគូឆឹងដឹងឡើយខ្ញុំយល់ហើយសាំងជឹងនិងជឹងហៃនៅឆ្ងាយពីគ្នាណាស់ចង់ជួបបងប្រុសខ្ញុំក៏មិនមែនជារឿងងាយស្រួលដែរអ្នកត្រូវទប់ស្កាត់គាត់ឲ្យជាប់សិនកុំឲ្យគាត់បន្តស្វែងរកទៀតអីយល់ទេបាទខ្ញុំនឹងទប់ស្កាត់គាត់សិនដាច់ខាតមិនត្រូវឲ្យគាត់ខ្លាចជាមេគ្រួសារតកូគូឡើយអាស្រ័យបានសានឈីជួយត្រកូកៅពេលនេះស្ងប់ស្ងាត់បន្តិចហើយមែនហើយគ្មានអ្នកមកបង្កចំនួនទៀតទេការរកស៊ីក៏ប្រសើរឡើងដែរប៉ុន្តែខ្ញុំមានអារម្មណ៍ថាវាចម្លែកណាស់ការរកស៊ីរីកចម្រើនមិនមែនជារឿងអត់ទេអីតើមានអីចម្លែកទៅអ្នកមើលមនុស្សទាំងនោះទៅរើសអើងនេះរើសអើងនោះចិត្តរបស់ពួកគេមិនបានផ្ដោតលើការទិញដូរតតែសោះវាដូចជាកំពុងតាមឃ្លាំមើលពួកយើងអញ្ចឹងកុំបារម្ភអី
ភាពស្ងប់ស្ងាត់ពេលនេះមិនមែនបានមកដោយញីទេវាមិនដូចជាភាពស្ងប់ស្ងាត់ធម្មតាទេវាដូចជាភាពស្ងប់ស្ងាត់មុនពេលព្យុះមកដល់លើអុយក្នុងចិត្តខ្ញុំនេះតែងតែមានអារម្មណ៍មិនល្អសោះអ្នកកុំបារម្ភរឿងមិនទាន់មកដល់អីតាំងពីត្រឡប់មកវិញគ្រូសេ37មើលទៅមិនសប្បាយចិត្តសោះពិតជាគួរឲ្យបារម្ភមែននិយាយរឿងអីហ្នឹងអត់មានអីទេគ្រាន់តែជាគ្នាលេងតើអូអាឡូ37ឲ្យទីបំផុតអ្នកព្រមទទួលទូរស័ព្ទខ្ញុំហើយតើអ្នកជាអ្នកណាខ្ញុំគឺកៅជីហុង37ខ្ញុំគឺជាម៉ាក់របស់អ្នកមកពីម៉ាក់ទាំងអស់ថ្ងៃនោះវាប្រញាប់ប្រញាល់ពេកចិត្តរបស់ម៉ាក់ច្របូកច្របល់អស់ហើយក៏ចំណាំអ្នកមិនបានប៉ុន្តែពេលនេះម៉ាក់ប្រកាសហើយថាអ្នកគឺជាកូនរបស់ខ្ញុំតើកៅជីហុងនេះកំពុងចង់ធ្វើស្អីបើគាត់ជាម៉ាក់បង្កើតរបស់ខ្ញុំមែនហេតុអីក៏គាត់ចំណាំខ្ញុំមិនបានស្លាកស្នាមនៅលើដៃដែលខ្ញុំមានតាំងពីតូចថ្ងៃនោះខ្ញុំមានចិត្តណាបង្ហាញឲ្យគាត់មើលគាត់បែរជាគ្មានប្រតិកម្មអ្វីបន្តិចសោះកូនសម្លាញ់ម៉ាក់ពិតជានឹកអ្នកខ្លាំងណាស់តើអ្នកអាចមកជួបម៉ាក់បានទេអ្នកផ្ញើអាសយដ្ឋានមកឲ្យខ្ញុំសិនមកបន្តិចទៀតខ្ញុំនឹងទៅរកអ្នកល្អហើយរួចរាល់ហើយគ្នាចាស់ពិតជាហឹរមែនត្រឹមតែវ៉ាង37ម្នាក់ធ្វើម៉េចអាចខ្លាចជាគូត្រូវរបស់ពួកយើងបាននិយាយទៅនៅតែជាក្មេងមិនទាន់ដឹងអីម្នាក់ប៉ុណ្ណោះតែចង់មកតាំងជាមួយពួកយើងយ៉ាងម៉េចទៅលើកនេះធានាថានឹងធ្វើឲ្យគាត់ស្លាប់ដោយគ្មានកន្លែងកប់សពមិនខាននិយាយអញ្ចឹងក៏ត្រូវដែរប៉ុន្តែវ៉ាង37នេះក៏មានសមត្ថភាពខ្លះដែរអ្នកមើលលោកម៉ូនិងកូនចៅរបស់គាត់ទៅមើលម្នាក់សុទ្ធតែជាអ្នកខ្លាំងមិនមែនត្រូវចាញ់ក្រោមដៃរបស់គាត់ដែរទេអីលើកនេះណាពួកយើងដាច់ខាតមិនត្រូវឲ្យមានការខុសឆ្គងទៀតទេអុយពួកកូនចៅរបស់លោកម៉ូទាំងនោះយ៉ាងច្រើនបំផុតគឺអាចទប់ទល់បានតែជាមួយមនុស្សធម្មតាប៉ុណ្ណោះសុទ្ធតែពួកឥតប្រយោជន៍លើកនេះខ្ញុំមកពីសាំងជើងគឺដើម្បីរកអ្នកខ្លាំងម្នាក់អូតើខ្លាំងកម្រិតណាស្ដេចប្រដាល់ក្រុងភៀកខាងជើងសៀងកន្តុងស្ដេចប្រដាល់ក្រុងភៀកខាងជើងសៀងកន្តុងគាត់គឺជាបុគ្គលល្បីល្បាញម្នាក់ណាស់កាលនោះគាត់ប្រើតែដៃទេម្នាក់ឯងគឺអាចកម្ចាត់បានទាំងបាក់តែម្ដងមិនមែនគាត់លាងដៃឈប់សម្រាប់ហើយទេអីអូយអ្នកកុំបារម្ភអីគាត់ពិតជាបានលាងដៃឈប់មែនប៉ុន្តែគាត់នៅតែត្រូវផ្ដល់មុខមាត់ឲ្យគ្រួសារត្រកូលគូរបស់ខ្ញុំដែរអញ្ចឹងល្អណាស់បើអ្នកអាចនាំគាត់មកបានលើកនេះវ៉ាងសានឈីច្បាស់ជាស្លាប់មិនខានពេលវ៉ាងសានឈីស្លាប់បាត់ក្រុមហ៊ុនគូស៊ឺនឹងក្លាយជារបស់ពួកយើងហើយមានត្រកូលគូជាបង្អែកអំណាចរបស់ក្រុមហ៊ុនឆាំងសឹងនឹងកាន់តែខ្លាំងឡើងថែមមួយកម្រិតទៀតអ្នកទាំងពីរជេរគ្នាសិនខ្ញុំទៅដឹកទំនិញសិនសានឈីតើពួកត្រកូលកៅទេមកអ្នកមែនទេតើពួកគេមករករឿងអ្នកទៀតមែនទេគ្មានអីទេកុំបារម្ភផ្ដេសផ្ដាស់អីខ្ញុំជាបងស្រីអ្នកមិនឲ្យខ្ញុំបារម្ភមិនបានអ្នកធុញនឹងខ្ញុំនិយាយច្រើនមែនទេខ្ញុំធ្វើដើម្បីអ្នកទេកុំគិតច្រើនអីអញ្ចឹងបងស្រីខ្ញុំទៅសិនហើយណែខ្ញុំមានណាត់ជាមួយគេហើយសានឈីអាល្អិតឈប់នៅនឹងភ្លាមអ្នកស្រែករកអីអ្នកគឺជាវ៉ាងសានឈីមែនទេបាត់មែនហើយមានការអីថ្ងៃនេះខ្ញុំមកដើម្បីបញ្ជូនអ្នកទៅឋានខ្មោចចង់សម្លាប់ខ្ញុំមែនទេតើអ្នកមានសមត្ថភាពទេចង្រៃហេតុអីភ្នែករបស់គាត់គួរឲ្យខ្លាចចម្លេះមិនមែនចង់សម្លាប់ខ្ញុំទេអីមកចាំមើលក្បាច់គុណរបស់អ្នកខ្លាំងប៉ុណ្ណាកុំប្រញាប់អីមុននឹងសម្លាប់អ្នកមើលកាដូដែលខ្ញុំរៀបចំឲ្យអ្នកតើចូលចិត្តទេមានន័យថាម៉េចសានឈីជួយខ្ញុំផងលីឈីហ៊ានធ្វើបាបមនុស្សស្រីពួកអ្នកថោកទាបជាងសត្វធាតុទៅទៀតហ៊ានធ្វើបាបមនុស្សស្រីពួកអ្នកថោកទាបជាងសត្វធាតុទៅទៀត
អាល្អិតបើដឹងខ្លួនឆាប់លុបជង្គង់ចុះកុំមកខាត់ពេលរបស់ខ្ញុំអ្នកចង់រកងប់មែនទេឲ្យតម្លៃហើយមិនចង់បានមែនទេបងប្អូនទាំងអស់គ្នានាំគ្នាសម្រុកចូលទៅកំចាត់វាឲ្យខ្ញុំអ្នកប្រយ័ត្នផងយ៉ាយ៉ាកុំចូលមកចិត្តខ្ញុំប្រាប់អ្នកឲ្យដឹងតើអ្នកដឹងថាខ្ញុំជាអ្នកណាទេអ្នកជាស្អីគេខ្ញុំគឺជាស្ដេចប្រដៅក្រុងភៀកខាងជើងសៀងវិនតុងចាំបន្តិចអ្នកថាអ្នកជាស្ដេចប្រដៅក្រុងភៀកខាងជើងមែនទេហឹមឥឡូវនេះដឹងខ្លួនថាខ្លាចហើយមែនទេឲ្យតែអ្នកលុបជង្គង់សម្ពាធខ្ញុំ3ដងឥឡូវនេះខ្ញុំអាចនឹងពិចារណាលើកលែងទោសឲ្យអ្នកគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំក៏ស្គាល់ស្ដេចប្រដៅក្រុងភៀកខាងជើងម្នាក់ឈ្មោះសៀងវិនតុងដែរតែគាត់មិនមែនមានមុខមាត់ដូចអ្នកបែបនេះទេឈួតប្រាប់អ្នកឲ្យដឹងនៅក្រុងភៀកខាងជើងមានតែខ្ញុំម្នាក់គត់ជាស្ដេចប្រដាល់ចុះបើខ្ញុំហៅគាត់មកទីនេះដើម្បីឲ្យអ្នកទាំងពីរបានជ័យគ្នាផ្ទាល់មុខមិនឃើញមឈូសមិនស្រក់ទឹកភ្នែកមែនទេអ្នកចង់ហៅអ្នកណាក៏ហៅទៅតាមចិត្តបើថ្ងៃនេះអ្នកហៅមនុស្សមកមិនបានទេខ្ញុំប្រាប់អ្នកឲ្យច្បាស់កុំសង្ឃឹមថាអាចចាក់ចេញពីទីនេះទាំងមានជីវិតឲ្យសោះបើថ្ងៃនេះខ្ញុំហៅមនុស្សមកមិនបានខ្ញុំសុខចិត្តឲ្យអ្នកចាត់ការតាមចិត្តតែបើខ្ញុំហៅមកបានវិញតើអ្នកនឹងធ្វើបែបណាហាហាហាបើថ្ងៃនេះអ្នកអាចហៅសៀងវិនតុងទី2មកបានមែនខ្ញុំនឹងហៅអ្នកថាជាលោកតាភ្លាមអ្នកឲ្យខ្ញុំទៅកាត់ខ្ញុំមិនហ៊ានទៅលេចឡើយនិយាយឲ្យត្រូវរកពាក្យសញ្ញាផងសៀងវិនតុងខ្ញុំឲ្យពេលអ្នក7នាទីមកជួបខ្ញុំនៅភូមិគ្រឹះយន្តទាំងជាបន្ទាន់ខ្ញុំកំណត់ពេលឲ្យអ្នកក្នុងរង្វង់20នាទីត្រូវមកដល់ភូមិគ្រឹះយន្តទាំងឲ្យបានភ្លាមហា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 អ្នកធ្វើឲ្យខ្ញុំចង់សាច់ស្លាប់ហើយវ៉ាងសានឈីតើអ្នកស្រវឹងស្រះហើយមែនទេ20នាទីតើអ្នកគិតថាអ្នកកំពុងនិយាយជាមួយអ្នកណាខ្ញុំប្រាប់អ្នកឲ្យដឹងកុំថាឡើយ20នាទីទោះបីជា20ម៉ោងឬ200ម៉ោងក៏ដោយក៏អ្នកមិនអាចហៅនរណាម្នាក់មកតាំងជាមួយខ្ញុំបានដែរហេតុអ្វីបានជាអ្នកមានទំនុកចិត្តខ្លាំងម្ល៉េះហេតុអ្វីពីព្រោះនៅទីនេះខ្ញុំគឺជាស្ដេចប្រដាល់ខ្ញុំគឺជាស្ដេចតែម្នាក់គត់នៅទីនេះចំណែកអ្នកវិញគ្រាន់តែជាមនុស្សល្ងង់ខ្លៅដែលមិនដឹងខ្យល់អីសោះល្អហើយបន្តិចទៀតអ្នកនឹងដឹងថាវាល្អយ៉ាងណាបើអ្នកមានសមត្ថភាពខ្ញុំឲ្យពេលអ្នក20នាទីចាប់ផ្ដើមរាប់ម៉ោងពីឥឡូវនេះ20នាទីបើដល់ម៉ោងហើយបើខ្ញុំមិនឃើញអាមនុស្សសំខាន់របស់អ្នកមកទេទីនេះនឹងក្លាយជាកន្លែងបញ្ចុះសពរបស់អ្នកខ្ញុំសៀងវិនតុងនិយាយម៉ាត់ណាគឺម៉ាត់នឹងអញ្ចឹងយើងចាំមើលទៅបាទសម្លាញ់មិនបាច់ខ្លាចទេក្នុងពេលដែលខ្ញុំមកដល់ទីនេះហើយអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីឡើយចាំមើលរឿងល្អទៅណែដល់20នាទីហើយចុះស្ដេចប្រដៅដែលអ្នកនិយាយនោះណែណាមនុស្សណែណាប្រញាប់ឲ្យអ្នកសង្គ្រោះរបស់អ្នកចេញមកជួបខ្ញុំមកស្ដេចប្រដៅភៀកខាងជើងសៀងលន់តុងគោរពជំរាបសួរបងធំស្ដេចប្រដៅពេលកាំងសៀងវិនតុងគោរពជំរាបសួរបងធំខ្ញុំមកយឺតហើយសូមបងមេត្តាអភ័យទោសឲ្យខ្ញុំផងក្រោកឡើងចុះអ្នកមកចំពេលល្អណាស់នៅទីនេះក៏មានម្នាក់ឈ្មោះសៀងវិនតុងដែរសាកសួរពួកគេមើលទៅមើលតើនរណាហ៊ានបន្លំជាខ្ញុំហើយថែមទាំងមកធ្វើឲ្យបងខឹងទៀតតើវាចង់អស់ជីវិតមែនទេតើឯងជាស្អីឲ្យប្រកាសនឹងខ្ញុំវិញទេដែលត្រូវសួរឯងថាហេតុអ្វីបានជាបន្លំជាខ្ញុំបងតុងខ្ញុំខុសហើយខ្ញុំដឹងខ្លួនខុសហើយខ្ញុំសូមលុតជង្គង់សូមទោសបងសូមបងលើកលែងទោសឲ្យខ្ញុំផងលើកលែងទោសឲ្យខ្ញុំផងសានឈៀនលីស៊ីនអ្នកមិនអីទេមែនទេល្អហើយតើអ្នកធ្លាប់ជួបខ្ញុំពីមុនមកទេខ្ញុំធ្លាប់ឃើញបងពីចម្ងាយម្ដងដែរនិយាយមកហេតុអ្វីបានជាបន្លំជាខ្ញុំនិយាយហើយខ្ញុំពិតជាស្ដេចប្រដៅភៀកខាងជើងមែនតែមិនមែនជាពាក្យស្ដេចប្រដៅទេតែជាពាក្យសត្វឆ្កែទៅវិញទេហើយខ្ញុំក៏ពិតជាឈ្មោះសៀងវិនតុងដែរតែមិនមែនតុងខាងកាទេគឺតុងផ្សេងទៀតនិយាយបែបនេះមានន័យថាខ្ញុំបង្កាច់បង្ខូចអ្នកមែនទេមិនហ៊ានទេថាគេបង្ខំឲ្យខ្ញុំយកលុយដើម្បីធ្វើការឲ្យគាត់
ខ្ញុំមិនហ៊ានបន្លំខ្លួនជាអ្នកទេប៉ុន្តែពួកគេឲ្យលុយច្រើនពេកខ្ញុំវង្វេងមួយពេលទើបហ៊ានធ្វើបែបនេះខ្ញុំខំលៀងដៃពីសង្វៀនងឹតមករកស៊ីត្រឹមត្រូវហើយអ្នកបែរជាមកបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំទៅវិញគាត់ហ៊ានប៉ះពាល់បងធំខ្ញុំតើអ្នកមានជីវិតប៉ុន្មានឲ្យស្លាប់បងធំខ្ញុំខុសហើយខ្ញុំដឹងខុសហើយគឺខ្ញុំភ្នែកខ្វាក់មើលមិនស្គាល់មនុស្សខ្ញុំសន្យាខ្ញុំនឹងមិនមកឲ្យអ្នកឃើញមុខទៀតទេខ្ញុំសន្យាថាបើឃើញអ្នកខ្ញុំនឹងដាវវាងភ្លាមនិយាយមកតើនរណាជាអ្នកបញ្ជាខ្ញុំមិនហ៊ាននិយាយទេពួកគេមិនឲ្យខ្ញុំនិយាយទេបើខ្ញុំនិយាយខ្ញុំនឹងចាប់មិនខានឯងនិយាយស្អីនៅមិនទាន់និយាយទៀតចង់ងាប់មែនទេខ្ញុំនិយាយហើយគឺគ្រូសាត្រកូគូនៅសាំងចឹងជាអ្នកឲ្យខ្ញុំមកមើលទៅគ្រូសាត្រកូគូនេះចុងក្រោយនៅតែធ្វើតាមបងធំអ្វីដែលគួរនិយាយខ្ញុំនិយាយអស់ហើយអ្នកជាមនុស្សចិត្តទូលាយណាស់លេងខ្ញុំទៅចាត់ទុកខ្ញុំដូចជាខ្យល់ទៅចុះលេងខ្ញុំទៅរឿងថ្ងៃនេះបើខ្ញុំរឿងនេះនៅខាងក្រៅតែមួយម៉ាត់អ្នកដឹងលទ្ធផលហើយមែនទេមិនហ៊ានទេដាច់ខាត់មិនហ៊ានទេទៅឲ្យឆ្ងាយទៅសានជីគ្រូសាត្រកូគូនៅសាំងចឹងបញ្ជូនមនុស្សមកមែនលើកនេះរឿងធំហើយបងធំចុះម្នាក់នេះជាបងស្រីថ្លៃឯងនឹងណាជំរាបសួរបងស្រីថ្លៃខ្ញុំនឹងសានជីមិនទាន់រៀបការនឹងគ្នាទេហើយខ្ញុំថាលីនស៊ីបានហើយបាទបងស្រីថ្លៃឈប់សិននិយាយរឿងការងារវិញតុងខ្ញុំចាំថាស្រុកកំណើតអ្នកនៅចិត្តសាំងចឹងតើអ្នកស្គាល់គ្រូសាត្រកូគូខ្លះទេត្រកូគូនៅសាំងចឹងតែងតែមានអំណួតនឹងរស់នៅដាច់ដោយឡែកពួកគេមានកេរ្តិ៍ឈ្មោះល្បីល្បាញណាស់តាមធម្មតាមិនគួរមកពាក់ព័ន្ធជាមួយមនុស្សប្រភេទនោះទេវាមិនសមហេតុផលសោះរឿងនេះមានអ្វីមិនស្រួលហើយមូលហេតុនៅពីក្រោយរឿងនេះប្រកាសជាមិនធម្មតាទេខ្ញុំត្រូវតែស៊ើបរកការពិតឲ្យឃើញបងធំក្រុមហ៊ុន Kenshin នេះគឺជាអ្នកខ្លាំងប្រចាំតំបន់ហើយចំណែកគ្រូសាហ្គែននៅ Shenzhen វិញគឺជាខ្លាកំណាចឆ្លងដែនខាងមុខនេះគឺជាកន្លែងគ្រោះថ្នាក់បំផុតតើអ្នកចង់ឲ្យខ្ញុំទៅជាមួយអ្នកដែរទេខ្ញុំយល់ពីបំណងល្អរបស់អ្នកហើយប៉ុន្តែខ្ញុំមិនទាន់ចង់ឲ្យពួកគេដឹងខ្លួនមុនពេលនោះទេវានឹងបង្កការចាប់អារម្មណ៍ដែលមិនចាំបាច់អ្នកត្រឡប់ទៅវិញមិនចុះរឿងដែលនៅសល់ខ្ញុំអាចដោះស្រាយបានបាទបងធំអញ្ចឹងខ្ញុំសុំទៅមុនហើយអ្នកត្រូវប្រយ័ត្នខ្លួនផងបើមានរឿងអ្វីប្រាប់ខ្ញុំបានគ្រប់ពេលហាបងធំមិនដែលឃើញអ្នកសើចសប្បាយបែបនេះសោះតើអ្នកកំពុងសើចរឿងអ្វីណាខ្ញុំសើចព្រោះបងសែនថៃទីបំផុតក៏ចេះមានស្នេហាដែរចូលប្រាប់ទៅអ្នកខាងក្រោមលេងសៃគ្រូសាលេងគឺជាបងថ្លៃស្រីរបស់ខ្ញុំអ្នកណាហ៊ានប៉ះពាល់គ្រូសាលេងគឺជាសត្រូវរបស់ខ្ញុំសែនថៃតាពួកយើងពិតជាត្រូវចូលទៅមែនទេទៅតាត្រូវតែទៅហើយក្នុងពេលដែលគេរៀបចំរួចរាល់បែបនេះបើពួកយើងមិនទៅចូលរួមទេនោះវាមិនខាត់បងបំណងល្អរបស់គេអស់ទៅហើយទេអីតើអាវងសែនថៃនោះមកហើយឬនៅតើដណ្ដើមបានត្បូងពេជ្រនោះមកវិញហើយឬនៅអ្នកសួរច្រើនយ៉ាងនេះតើឲ្យខ្ញុំឆ្លើយមួយណាមុនទៅអ្នកប្រញាប់ខ្ញុំរត់តែប្រញាប់ជាងអ្នកទៀតបងយ៉ងបងក៏បារម្ភដែរនោះតើអ្នកអាចចេញទៅមើលបន្តិចបានទេតើតែមានដំណឹងច្បាស់ទើបខ្ញុំអស់ចិត្តអូបានហើយខ្ញុំនឹងចេញទៅមើលអ្នកនៅទីនេះឲ្យស្ងៀមចុះបើមានដំណឹងខ្ញុំនឹងប្រាប់អ្នកភ្លាមវងសែនទៅហេតុអ្វីបានជាអ្នកឃើញខ្ញុំអ្នកញាប់ឲ្យខ្លាំងណាស់មែនទេមិនមែនអ្នកជាអ្នកហៅខ្ញុំមកទេអីអូមែនហើយហេតុអ្វីបានជាអ្នកមកយឺតយ៉ាងនេះម៉ាក់ចាំអ្នកយូរណាស់ហើយមានគេចង់លួចធ្វើបាបខ្ញុំទើបខ្ញុំខាត់ពេលបន្តិចបន្តួចលួចធ្វើបាបមែនទេតើអាចឆ្កែណាដែលមិនស្គាល់ងឹតភ្លឺហ៊ានមកលួចធ្វើបាបកូនប្រុសរបស់យ៉ោហេហុងផងបើខ្ញុំដឹងថាជាអ្នកណាខ្ញុំមិនលើកលែងឲ្យគេដាច់ខាត់ខ្ញុំដោះស្រាយរួចរាល់ហើយមិនបាច់ឲ្យអ្នកពិបាកចិត្តទេអូយកូនប្រុសខ្ញុំពិតជាពូកែមែនកៅជីហុងខ្ញុំចង់ដឹងថាអ្នកចង់សម្ដែងដល់ពេលណាទៀតអូនេះគឺជាលីនស៊ីមកពីតកូលីនមែនទេចាស់គឺខ្ញុំហើយអូយមកពីធានយ៉ាងគ្មានសំណាងទេតែអ្នកមើលចុះវិលឡើងអ្នកនៅតែជាកូនប្រសាតកូកែរបស់យើងដែរតើអូយអ្នកនឹងសានឈីពិតជាមាននិស្ស័យជាមួយគ្នាណាស់មិនអីទេ
និយាយមកហើយខ្ញុំមកថ្ងៃនេះតើមានការអីឲ្យប្រកាសខ្ញុំគ្រាន់តែនឹកអ្នកខ្លាំងពេកចង់សុំនៅអ្វីដែលខ្វះខាតចំពោះអ្នកក្នុងរយៈពេល20ឆ្នាំនេះល្អតើអ្នកចង់សុំបែបណាកូនប្រុសតើបន្តងត្បូងជាប់ខ្លួនអ្នកនៅយកតាមខ្លួនទៀតទេខ្ញុំចង់មើលវាឲ្យច្បាស់ម្ដងទៀតអូមែនហើយគឺបន្តងត្បូងមួយនេះឯងបន្តងត្បូងអ្នកក៏បានពិនិត្យរួចហើយឥឡូវដល់ពេលនិយាយគ្នាហើយថាអ្នកនឹងសងអ្វីដែលខ្វះខាតជាង20ឆ្នាំនេះដោយរបៀបណាតើអ្នកចង់បានការសងបែបណាឋានៈសង្គមរបស់ត្រកូលកៅបច្ចុប្បន្នរឿងលុយកាក់មិនមែនជាបញ្ហាទេអ្នកគ្រាន់តែហាមាត់មកសេចក្តីស្រឡាញ់ដែលបាត់បង់តើអាចប្រើលុយមកសងបានមែនទេចុះអ្នកចង់បានអ្វីឲ្យប្រកាសតំណែងប្រធានក្រុមហ៊ុន Kenshin មិនបានទេការរៀបការរវាងត្រកូលលីននិងត្រកូលកៅដើមឡើយគឺដើម្បីឲ្យត្រកូលកៅរីកចម្រើនហើយអ្នកដែលរៀបការជាមួយត្រកូលលីនទើបមានសិទ្ធិកាន់កាប់តំណែងធំឥឡូវនេះលីងស៊ីគឺជាសង្សាររបស់ខ្ញុំតំណែងប្រធានក្រុមហ៊ុន Kenshin នេះតាមពិតវាគួរតែជារបស់ខ្ញុំម្យ៉ាងទៀតអ្នកទើបតែសន្យាយ៉ាងច្បាស់លាស់អំបញ្ញមិញថាអាចយកព្រមតាមខ្ញុំគ្រប់យ៉ាងមើលទៅអ្នកគ្មានភាពស្មោះត្រង់តតែសោះបើអញ្ចឹងជប់និយាយទៅអូយចាំបន្តិចកូនប្រុសខ្ញុំមិនមែនមានន័យអញ្ចឹងទេអូយខ្ញុំគិតថាការគ្រប់គ្រងក្រុមហ៊ុនធំមួយវាពិតជាស្មុគស្មាញណាស់ខ្លាចអ្នកហត់នឿយពេកខ្ញុំមិនខ្លាចហត់ទេបើអ្នកគ្មានបទពិសោធន៍បែបនេះបើកាន់ការងារទាំងបង្ខំនឹងមានរឿងធំមិនខាននិយាយទៅអ្នកនៅតែមិនចង់ឲ្យមែនទេម៉ាក់ក៏មិនលាក់បាំងអ្នកដែរក្រុមហ៊ុននេះមិនមែនជារបស់ម៉ាក់ម្នាក់ឯងទេគឺមានភាគហ៊ុននេះច្រើនណាស់អ្នកទើបតែត្រឡប់មកវិញម៉ាក់ខ្លាចអ្នកទទួលខុសត្រូវមិនរួចបែបនេះចុះឲ្យពេលខ្ញុំ1សប្តាហ៍ក្នុងរយៈពេល1សប្តាហ៍នេះបើខ្ញុំធ្វើឲ្យអ្នកគ្រប់គ្នាក្នុងក្រុមហ៊ុនពេញចិត្តមិនបានខ្ញុំនឹងចាក់ចេញដោយខ្លួនឯងយកយ៉ាងណាអីគេល្អតាអីចឹងយកតាមសម្ដីអ្នក1សប្តាហ៍សិនចុះសម្ដីណាសម្ដីនឹងណាអាហួងមានរឿងអីហ្នឹងអាវ៉ាងសានជីវាមិនទាន់ងាប់ទេមិនបាច់អ្នកប្រាប់ក៏ខ្ញុំដឹងដែរខ្ញុំដឹងតាំងពីយូរហើយមិញនេះគាត់មកឈរនៅពីមុខខ្ញុំទាំងរស់តែម្ដងភ្នែកគាត់សម្លឹងមកធ្វើឲ្យខ្ញុំព្រឺឆ្អឹងក្នុងណាស់គាត់ថែមទាំងនិយាយថាចង់ធ្វើជាប្រធានក្រុមហ៊ុន Kenshin ទៀតអ្នកយល់ព្រមហើយតើខ្ញុំអាចមិនយល់ព្រមបានទេសូម្បីតែស្ដេចប្រដាល់ក្រុងខាងជើងក៏បង្ក្រាបគាត់មិនបានផងតើឲ្យខ្ញុំមិនខ្លាចគាត់មិនដេចបានអាហុងអ្នកវង្វេងហើយខ្ញុំក៏ទើបតែដឹងដែរថាស្ដេចប្រដាល់ម្នាក់នោះគឺជាមនុស្សខ្លាំងខ្លាយទេទើបបានជាវ៉ាងសានឈីនៅមានជីវិតនេះស្អីគេមានរឿងបែបហ្នឹងដែរអូយមែនហើយខ្ញុំក៏ត្រូវគេបោកដែររឿងនេះចាំនិយាយគ្នាក្រោយទៀតចុះគាត់និយាយជាមួយអ្នកថាម៉េចខ្លះគាត់និយាយថាមានតែអ្នកដែលរៀបការជាមួយត្រកូលលីនទេទើបមានសិទ្ធិធ្វើជាប្រធានក្រុមហ៊ុន Kenshin បាននេះជាកិច្ចព្រមព្រៀងជាមួយត្រកូលលីនពីមុនមកហើយម្យ៉ាងទៀតកូនស្រីត្រកូលលីនម្នាក់នោះឥឡូវជាសង្សាររបស់គាត់តាមមើលទៅខ្ញុំនៅតែត្រូវទទួលស្គាល់គាត់ជាកូនដដែលឥឡូវវ៉ាងសានឈីយកលេសរឿងនេះមកនិយាយអ្នកសាក់គិតមើលតើខ្ញុំមានហេតុផលអីទៅបដិសេធឆ្លាតមែនទទួលស្គាល់ការពិតចុះប៉ុន្តែខ្ញុំបានសន្យាថានឹងឲ្យពេលគាត់តែ1សប្តាហ៍ប៉ុណ្ណោះក្នុងរយៈពេល1សប្តាហ៍នេះយើងត្រូវតែដោះស្រាយបញ្ហានេះឲ្យបានអូនឹកឃើញហើយខ្ញុំចេញទៅក្រៅយូមិញនេះទទួលបានដំណឹងដ៏ធំមួយប្រហែលជាអាចរៀបការជាមួយលីយ៉ុងបានដំណឹងអ្វីទៅមានបងធំម្នាក់ដែលសំបីតែស្ដេចប្រដាល់ក៏ត្រូវអន់ក្បាលឲ្យដែរជាបងធំដែលមានឥទ្ធិពលខ្លាំងក្នុងលោកអ្នកលេងគាត់ចាប់អារម្មណ៍លើសម្រស់កូនស្រីត្រកូលលីនទោះបីជាយើងមិនអាចអញ្ជើញគាត់មកបានប៉ុន្តែយើងអាចយកដំណឹងនេះទៅប្រាប់ខាងត្រកូលលីនអ្នកសាក់ទីមើលថាត្រកូលលីននឹងធ្វើបែបណាត្រកូលលីនរងសម្ពាធខ្លាំងច្បាស់ជាមកសុំលុបចោលការភ្ជាប់ពាក្យដោយខ្លួនឯងមិនខានបន្ទាប់មកយើងយកនាងលីងស៊ីធ្វើជាកាដូជូនទៅឲ្យបងធំម្នាក់នោះពិតមែនហើយអ្នកគិតមើលចរិតរបស់វ៉ាងសានជីគេទ្រាំបានទៅអីឲ្យតែគេហ៊ានបង្កបញ្ហាស្ដេចប្រដាល់ម្នាក់នេះបងធំនៅពីក្រោយគេគ្រាន់តែ5រ៉ាំដៃមួយក៏អាចកម្ចាត់គេបានយ៉ាងងាយដែរល្អណាស់ពិតជាល្បិចខ្ចីដៃអ្នកដទៃសម្រាប់មនុស្សមែនព្រួយមួយបាញ់បានសัตว์ពីរទាំងបង្ខំឲ្យត្រកូលលីនផ្ដាច់ពាក្យទាំងអាចប្រើដៃបងធំនោះកម្ចាត់គេចោលទៀតបងយ៉ងប្រញាប់ទៅរកត្រកូលលីនឲ្យមកផ្ដាច់ពាក្យទៅ
យកឲ្យខ្ញុំទៅចាត់ការឥឡូវនេះហាហាវ៉ាងសានឈីអ្នកចប់ហើយវ៉ាល់អាគារទាំងមូលនេះជារបស់ក្រុមហ៊ុនឆាំងសឹងឬនេះវាអស្ចារ្យពេកហើយសានឈីអ្នកពិតជាចង់គ្រប់គ្រងក្រុមហ៊ុនឆាំងសឹងមែនឬប្រកាសជាមិនមែនទេបើចង់កម្ចាត់ក្រុមហ៊ុននេះឲ្យអស់ត្រូវតែចូលទៅខាងក្នុងដើម្បីរកភស្តុតាងបទល្មើសរបស់ពួកគេចុះរឿងដែលអ្នកប្រាប់កៅជីហុងថាពួកយើងភ្ជាប់ពាក្យនឹងគ្នាក៏ជារឿងកុហកដែរមែនទេរឿងភ្ជាប់ពាក្យនេះឬអាស្រ័យលើការរៀបចំខ្លួនរបស់អ្នកចុះអ្នកចង់ឲ្យខ្ញុំធ្វើខ្លួនបែបណារឿងនេះខ្ញុំសូមគិតមើលសិនវ៉ាងសានឈីអ្នកហ៊ានបោកខ្ញុំផងឬខ្ញុំបងធំហេតុអ្វីបានជាបងមកក្រុមហ៊ុនយើងកៅជីហុងមិនបានប្រាប់អ្នកទេថាចាប់ពីថ្ងៃនេះទៅក្រុមហ៊ុនឆាំងសឹងគឺស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំអ្នកហើយនឹងអ្នកអាចត្រឡប់ទៅផ្ទះបានហើយវ៉ាងសែនថៃអ្នកកុំហួសហេតុពេកហេតុអីខ្ញុំមិនដឹងរឿងនេះឥឡូវអ្នកដឹងហើយតើបើមិនជឿអ្នកអាចទៅសួរដោយផ្ទាល់បានបាត់ឥឡូវខ្ញុំទៅដល់ហើយម៉ាក់អ្នកពិតជាចង់ប្រគល់ក្រុមហ៊ុន Kangsheng ទៅឲ្យពួកអាថោកទាបម្នាក់នោះមែនទេសម្លាញ់នេះគ្រាន់តែជាផែនការបណ្ដោះអាសន្នទេអ្នកត្រូវតែជឿជាក់លើខ្ញុំប៉ុន្តែឥឡូវនេះអ្នកត្រូវស្ដាប់តាមគាត់សិនចាំពេលក្រោយខ្ញុំនឹងពន្យល់អ្នកតាមក្រោយប៉ុន្តែពួកយើងឈប់ទៅយកតាមនឹងចុះអ្នកធ្វើតាមអ្វីដែលវ៉ាងសែនទេប្រាប់ទៅចប់ហើយមែនទេវ៉ាងសែនទេអ្នកកុំអួតពេកខ្ញុំអនុញ្ញាតឲ្យអ្នកចលាស់បាសតែលើកនេះទេប៉ុន្តែអ្នកត្រូវចាំទុកត្រកូលហ្គាវគឺត្រកូលហ្គាវមិនមែនត្រកូលវ៉ាងទេវ៉ាងសែនថៃអ្នកហ៊ានវាខ្ញុំផងហើយវ៉ាងសានឈីអ្នកហ៊ានវាខ្ញុំផងហើយគឺវាអ្នកនឹងហើយមើលទៅមេរៀនរបស់មេកៅប្រហែលជាស្រាលពេកហើយបានជាធ្វើឲ្យមាត់របស់អ្នកមិនចេះនិយាយស្អាតបាត់បែបនេះហ៊ានជេរប្រមាថមេកៅជាសាធារណៈផងឥឡូវនេះខ្ញុំសូមជូនដំណឹងដល់អ្នកជាផ្លូវការអ្នកត្រូវបានបណ្តេញចេញហើយចេញពីក្រុមហ៊ុនភ្លាមទៅអ្នកស្មប់ចិត្តសិនទៅអ្នកវាឈ្នះគាត់ដែរហើយលោកម្ចាស់គ្រូពេទ្យវ៉ាងសែនទេចាំមើលទៅរឿងនេះមិនទាន់ចប់ទេហាហាបងសែនទេបងប្រុសអើយមិនដឹងអីទេអ្នកកុំប្រកាន់នឹងគាត់អីឥឡូវខ្ញុំនាំគាត់ទៅវិញដើម្បីឲ្យគាត់ស្ងប់ចិត្តសិនហាហាចេញទៅអ្នកកុំដមត់អ្នកគ្រាន់តែជាអាថោកទាបម្នាក់បងនាងថ្ងៃនេះវ៉ាងសែនថៃនៅក្នុងក្រុមហ៊ុនពិតជាប្រហែលខ្លាំងណាស់គាត់ហ៊ានវាយកូនប្រុសខ្ញុំនៅចំពោះមុខគេឯងកំហឹងនេះខ្ញុំពិតជាទ្រាំមិនបានទេប៉ុន្តែខ្ញុំនៅតែធ្វើអ្វីគាត់មិនបានចុះខាងអ្នកវិញរៀបចំដល់ណាហើយអូយកុំបារម្ភអីអង្គុយចុះសិនទៅរៀបចំរួចរាល់អស់ហើយ3ថ្ងៃទៀតលេងជានឹងនាំមនុស្សមកក្រុមហ៊ុនដោយផ្ទាល់ដើម្បីប្រកាសរំលាយការភ្ជាប់ពាក្យរវាងវ៉ាងសែនថៃនិង07ជាសាធារណៈគាត់វ៉ាងសែនថៃនឹងណាមិនត្រឹមតែបាក់មុខមាត់អស់ទេថែមទាំងខ្លាយជាគ្រឿងសាច់របស់ក្រុមហ៊ុនទាំងមូលទៀតហាហាហាហើយគាត់វ៉ាងសែនទេច្បាស់ជាមិនព្រមឲ្យគ្រូសាលេងនាំលេងឆៃទៅទេដល់ពេលនឹងគ្រូសាលេងច្បាស់ជាតាក់ទងទៅស្ដេចប្រដាល់ដើម្បីហៅមេធំនៅពីក្រោយខ្នងមកគាត់វ៉ាងសែនទេច្បាស់ជាស្លាប់គ្មានដីកប់មិនខានល្អខ្ញុំនឹងទ្រាំជាមួយគាត់3ថ្ងៃទៀតផលិតផលមួយល្អផលិតផលមួយលាបសគឺអត់ពិបាកទេតែអីដែលពិបាកហ្នឹងគឺ feedback ចេញមកគឺអញ្ចឹងដែរអត់ចេញមែនជាមួយនឹងផលិតផលយ៉ាសកាទៅដល់កន្លែងណាគឺភ្ញាក់ផ្អើលកន្លែងហ្នឹងពួកដោយសារ feedback ចេញមកតម្រងស្អាតខ្លាំងពេកដូចជាកូនខ្មុំរបស់យ៉ាសកាមួយរយៈហ្នឹងអញ្ចឹងគឺផ្ទុះឆាតមែនតែម្ដងដោយសារតែកូនខ្មុំដែលត្រៀមចូលរោងការមួយរយៈក្រោយនេះគឺគាត់បំបុកជាមួយនឹងលេយ៉ាសកាច្រើនខ្លាំងមែនតែម្ដងហើយពួកគាត់បានអញ្ជើញជាមួយនឹងម៉ាមីចូលរោងកម្មវិធីរបស់ពួកគាត់ទៀតអាចឲ្យខកបំណងឯណាជាមួយនឹងលេយ៉ាសកាមិនថាអ្នកដែលប្រើមករយៈពេលយូរហើយកាន់តែលាបស្បែកកាន់តែសកាន់តែលះកាន់តែឆ្មាយតែម្ដងខ្មុំដែលមានពេលតិចក្នុងការថែស្បែកក៏អាចសាកប្រើជាមួយយ៉ាសកាបានដូចគ្នាដែរនិយាយពីថាតម្រងស្បែកចេញមកឲ្យតែថាលាបខ្លុំប្រើជាឈុតថាស្បែកអែមមែនតើអញ្ចឹងមិនថាផលិតផលមួយល្អដែរឬក៏អត់អាស្រ័យទៅលើ feedback ទេដូចលេយ៉ាសកាអញ្ចឹងនិយាយពីថាទោះ feedback ខ្លាំងមែនតើតែម្ដងមិនថាភ្ញៀវដែលគាត់មានបញ្ហាស្បែកខ្មៅក្រឹងកម្រិតណាឬក៏មានជាមួយនឹងស្បែករបស់គាត់ស្ដើងសង្វាក់តែសាច់ក្រហមទេប្រើជាមួយនឹងលេយ៉ាសកាហើយធានាថាមកអែមតែម្ដងរឿងស្បែកខ្មៅស្បែកលឿងមួយប្រើជាមួយនឹង4មុខនេះហើយធានាថាសលះសឆ្មាច់សក្រាស់តែម្ដង
របស់ទាំងនេះជាអ្វីទៅនេះជាភស្តុតាងនៃអំពើខុសច្បាប់របស់ក្រុមហ៊ុន Kenshin ដែលបានធ្វើកន្លងមកឲ្យតែយកភស្តុតាងទាំងនេះទៅប្រគល់ឲ្យគឺគ្រប់គ្រាន់ដើម្បីកាត់ទោសយកថេហុងហើយចុះចាំអីទៀតពួកយើងប្រញាប់យកភស្តុតាងទាំងនេះទៅឲ្យគេទៅនៅពីក្រោយយកថេហុងច្បាស់ជាមានអ្នកផ្សេងទៀតហើយក៏មានការពិតរឿងម៉ាក់ខ្ញុំត្រូវបានគេសម្លាប់កាលពីឆ្នាំនោះដែរតម្រុយមកដល់ត្រឹមនេះគឺដាច់អស់ហើយបើចាប់ឥឡូវគឺផ្អើលដល់ពួកគេអស់ហើយចាំបន្តិចទៀតសិនទៅចាំឱកាសដែលធ្វើឲ្យពួកគេញើបមុខមិនរួចតែម្ដងលោកប្រធានវ៉ងមិនស្រួលទេមានរឿងអីលោកអគ្គនាយកលេងជាជននៃក្រុមហ៊ុនលោកហ៊ានណាស់សម្រុកចូលមកខាងក្នុងបាត់ហើយដុល្លារចង់ជួបអ្នកឲ្យបានពួកយើងខាត់មិនឈ្នះតតែសោះបងជីដូនមួយខ្ញុំហេតុអីគាត់មកទីនេះមកតាមខ្ញុំសែងថៃអាមនុស្សចង្រៃប្រញាប់ចេញមកជួបខ្ញុំភ្លាមមកលោកប្រធានលិនអូលោកប្រធានលិនបន្ធូរកំហឹងសិនទៅកុំអារំភើបពេកបើខឹងខ្លាំងខូចសុខភាពមិនល្អទេណាវ៉ងសែនថៃចាំមើលថាអ្នករស់បានយ៉ាងម៉េចបងជីដូនមួយហេតុអីបងមកទីនេះមានរឿងអីពួកយើងទៅនិយាយគ្នានៅខាងក្រៅទៅនៅស្គាល់បងប្អូនទៀតមែនទេមុខមាត់គ្រួសារលេនត្រូវអ្នកធ្វើឲ្យខ្មាស់គេអស់ហើយថ្ងៃនេះខ្ញុំត្រូវតែនិយាយនៅទីនេះចេញទៅបងជីដូនមួយតើបងចង់ធ្វើអីឲ្យប្រកាសហ្នឹងវ៉ងសែនថៃថ្ងៃនេះដល់ថ្ងៃស្លាប់របស់អ្នកហើយលោកប្រធានលេនខ្ញុំសូមណែនាំឲ្យអ្នកនិយាយស្ដីឲ្យស្រួលបួលបើមិនអញ្ចឹងទេខ្ញុំនឹងកាច់ម្រាមដៃអ្នកឲ្យដឹងថាឈឺយ៉ាងម៉េចសែនខេកុំប្រើហិង្សាអីគ្រោះថ្នាក់ដល់ហើយនៅមានទំនុកចិត្តទៀតមែនទេពិតជាមិនស្គាល់ងឹតភ្លើងមែងរឿងអ្នករស់ឬស្លាប់ខ្ញុំមិនខ្វល់ក៏បានប៉ុន្តែលេងឆេគូជាប្អូនស្រីជីដូនមួយរបស់ខ្ញុំមិនអាចបណ្ដោយឲ្យគាត់ធ្លាក់ក្នុងរណ្ដៅភ្លើងបានទេថ្ងៃនេះខ្ញុំមកដើម្បីប្រាប់អ្នកជាផ្លូវការការភ្ជាប់ពាក្យរបស់អ្នកនឹងលេងខៃត្រូវបានលុបចោលជាផ្លូវការចាប់ពីថ្ងៃនេះទៅកុំមកតាមរំខានគាត់ទៀតអីលោកប្រធានលិនរឿងរវាងខ្ញុំនិងលេងឆៃគឺកាត់ចេញពីការស្ម័គ្រចិត្តរៀងខ្លួនទោះបីជាអ្នកក៏ដោយក៏គ្មានសិទ្ធិមកបង្ខំឬជ្រៀតជ្រែកដែរនិយាយឈួតប្អូនស្រីជីដូនមួយរបស់ខ្ញុំលេងខៃមិនព្រមរៀបការជាមួយមនុស្សដូចអ្នកដាច់ខាតបងប្រុសជីដូនមួយហេតុអ្វីបានជាអ្នកធ្វើបែបនេះលីនស៊ីអ្វីដែលខ្ញុំធ្វើគឺដើម្បីល្អសម្រាប់អ្នកទេអ្នកមិនដឹងតតែសោះថាគាត់បានបង្កបញ្ហាធំកម្រិតណាលោកប្រធានឈៀនបានអ្នកចង់លុបចោលការភ្ជាប់ពាក្យយ៉ាងហោចណាស់ក៏ត្រូវមានហេតុផលដែរតើអ្នកជាស្អីទៅមានសិទ្ធិអីមកសួររកហេតុផលពីខ្ញុំលេងខៃទៅជាមួយខ្ញុំទោះជាយ៉ាងណាក៏ដោយថ្ងៃនេះខ្ញុំមិនអាចបណ្ដោយឲ្យអ្នកនាំគាត់ចេញទៅបែបនេះទេបងប្រុសជីដូនមួយខ្ញុំមិនត្រឡប់ទៅវិញជាមួយអ្នកទេក្នុងចិត្តរបស់ខ្ញុំគឺជ្រើសរើសសែនខៃរួចហើយពិតមកទៅវ៉ងសែនខៃបើអ្នកចង់ស្លាប់ខ្ញុំមិនខត់ទេតែអ្នកចង់អូបអូនស្រីខ្ញុំឲ្យទៅស្លាប់ជាមួយដែរមែនទេលោកប្រធានលេងតាំងពីចូលមកអ្នកគិតតែពីមុខស្ដីបន្ទោសប៉ុន្តែមិនដែលប្រាប់ពីមូលហេតុតតែសោះខ្ញុំចង់សួរអ្នកថាតើវាជារឿងអ្វីឲ្យប្រាកដនិយាយឲ្យច្បាស់មកមើលល្អហើយថ្ងៃនេះយកដល់មុខអូនស្រីខ្ញុំអញ្ចឹងខ្ញុំនឹងនិយាយការពិតឲ្យអ្នកដឹងដើម្បីកុំឲ្យអ្នកចេះតែហ៊ានពេកល្អហើយថ្ងៃនេះយកដល់មុខអូនស្រីខ្ញុំអញ្ចឹងខ្ញុំនឹងនិយាយការពិតឲ្យអ្នកដឹងដើម្បីឲ្យអ្នកដឹងខ្លួនទេមានមនុស្សម្នាក់ដែលទាំងខ្ញុំនិងអ្នកមិនអាចទៅប៉ះពាល់បានឡើយបើអ្នកនៅតែរឹងរូសបង្កបញ្ហាទៀតកុំថាឡើយត្រឹមតែជីវិតរបស់អ្នកសូម្បីតែក្រុមហ៊ុនលេន Group ទាំងមូលក៏មិនអាចទប់ទល់នឹងកំហឹងរបស់គាត់បានដែរព្រះឲ្យសូម្បីតែក្រុមហ៊ុនលេនក៏មិនហ៊ានប៉ះពាល់ដែរតើគាត់ជាបុគ្គលអស្ចារ្យកម្រិតណាទៅលោកប្រធានរបស់យើងលើកនេះសេះធំហើយប្រពន្ធហ៊ាននឹងត្រូវគេដណ្ដើមយកទៅបាត់ហើយខ្មាស់គេអស់រលីងហើយវ៉ាងសានឈីឲ្យវ៉ាងសានឈីអ្នកពិតជាខ្លាំងខាងក្បាច់គុណមែនតែនៅចំពោះមុខអំណាចពិតប្រាកដអ្នកគ្រាន់តែជាកំទេចធូលីប៉ុណ្ណោះចាំមើលអ្នកលុតជង្គង់សុំមេត្តាទៅសានឈីខ្ញុំស្បោះខ្ញុំពិតជាមិនដឹងថាមានរឿងអ្វីកើតឡើងទេក្រៅពីអ្នកក្នុងចិត្តខ្ញុំគ្មានអ្នកណាផ្សេងទៀតទេខ្ញុំអរគុណអ្នកហើយក្នុងពេលដែលអ្នកនិយាយដល់ថ្នាក់នេះហើយសូមប្រាប់ឲ្យច្បាស់មកថាតួអង្គធំនោះជាអ្នកណាឈ្មោះរបស់គាត់មិនមែនសម្រាប់ឲ្យអ្នកសាកសួរឡើយខ្ញុំដឹងត្រឹមថាគាត់ពេញចិត្តប្អូនស្រីជីដូនមួយខ្ញុំរឿងនេះគឺពិតប្រាកដណាស់ខ្ញុំរំលឹកអ្នកឲ្យដឹងខ្លួនហើយបោះបង់ចោលទៅសូម្បីតែឈ្មោះគេក៏អ្នកមិនដឹងផងគ្រាន់តែពាក្យចាំអារ៉ាមក៏ចង់បំបែកបំបាក់លីងស៊ីពីខ្ញុំដែរវាមិនហួសហេតុពេកទេអីហួសហេតុដល់ថ្នាក់មិនដឹងខ្ពស់ទៀតមនុស្សដែលហួសហេតុគឺអ្នកជាកង្កែបក្នុងអណ្ដូងចង់ទៅប្រជែងជាមួយតួអង្គធំបែបនោះផងពិតជាមិនស្គាល់ងាប់រស់មែនក្នុងពេលដែលអ្នកមិនដឹងឈ្មោះគេផងហើយអ្នកក៏បានបញ្ជាក់រួចហើយអញ្ចឹងខ្ញុំចង់សួរអ្នកបន្តិចតើអ្នកបញ្ជាក់ដោយរបៀបណាយ៉ាងហោចណាស់ក៏ត្រូវមានភស្តុតាងដែរបានខ្ញុំនឹងប្រាប់អ្នករឿងនេះគឺចេញមកពីភាគខាងជើងក្រុងចេញពីមាត់ស្ដេចប្រដាល់សៀងវិនតុងតួអង្គធំនោះគឺជាបងធំរបស់សៀងវិនតុងលើកនេះដឹងខ្លួនថាខ្លាចហើយនៅបងធំរបស់សៀងវិនតុងស្ដេចប្រដាល់ភាគខាងជើងសៀងវិនតុងគាត់គ្រាន់តែក្រហមមួយម៉ាត់ក៏ធ្វើឲ្យភាគខាងជើងទាំងមូលរញ្ជួយដែរជាមនុស្សសាហាវណាស់ព្រះអើយតាម
តាមពិតបងធំរបស់ស្ដេចប្រដាល់ពេញចិត្តកញ្ញាលីនសោះបែបនេះលោកប្រធានរបស់យើងអស់សង្ឃឹមហើយពងមាន់មិនអាចចូលនឹងថ្មបានទេមែនហើយមើលទៅអ្នកក៏ស្គាល់គេឈ្មោះគាត់ដែរបើដឹងថាគេខ្លាំងហើយគួរតែដកថយទៅប្រញាប់លោកចោលការភ្ជាប់ពាក្យទៅកុំស្វែងរកសេចក្តីស្លាប់ដោយខ្លួនឯងអីវ៉ាងសានឈីអ្នកក៏មានថ្ងៃនេះដែរប៉ះចំមនុស្សបែបនេះចាំមើលអ្នកស្លាប់ដោយរបៀបណាហាតាមពិតគឺជារឿងបែបនេះសោះស្លាប់ដល់ហើយនៅសល់ចេញទៀតមែនទេលោកប្រធានប្រហែលជាភ័យពេករហូតឈួតបាត់ហើយដឹងឲ្យខ្ញុំមើលបន្តិចមើលប្រតិកម្មនេះមិនធម្មតាតតែសោះអ្នកចង់និយាយពីបងធំស្ដេចប្រដាល់ក្រុងខាងជើងមែនទេពិតមែនហើយការទៅអន់ចិត្តនឹងមនុស្សធំបែបនោះខ្ញុំសូមណែនាំឲ្យអ្នកព្រមទទួលវាសនាទៅកុំនៅបន្តធ្វើឲ្យប៉ះពាល់ដល់លីនស៊ីទៀតអីបែបនេះចុះអ្នកទេទៅគាត់ឥឡូវនេះភ្លាមទៅសួរគាត់មើលថាសម្រាប់ដូចអ្នកសាកសមទៅរំខានស្ដេចប្រដាល់ដែរទេលីនស៊ីមកតាមខ្ញុំមកបងជីដូនមួយខ្ញុំមិនទៅតាមអ្នកទេអាមនុស្សអាក្រក់ឬមួយអ្នកចង់ស្លាប់ជាមួយអាសម្រាប់ម្នាក់នេះខ្ញុំធ្លាប់ប្រាប់ហើយថាគ្មានអ្នកណាអាចនាំគាត់ទៅបានទេបើអ្នកចង់ស្លាប់ណាស់អញ្ចឹងខ្ញុំនឹងយកស្ដេចប្រដាល់នឹងធ្វើឲ្យអ្នកលុបជង្គង់សុំទោសមិនខានអាឡូមែនបងធំសៀងវិនតុងទេតើអ្នកជាអ្នកណាជំរាបសួរលោកស្ដេចប្រដាល់ខ្ញុំគឺលីនជីស៊ីនជាបងជីដូនមួយរបស់លីនស៊ីមានមនុស្សម្នាក់តាមរំខានប្អូនស្រីខ្ញុំមិនជប់សោះគេចង់ធ្វើជាសង្សារគាត់ឲ្យបានណែនាំយ៉ាងណាក៏គេមិនស្ដាប់ដែរនេះវាពិតជាគេមិនខ្លាចជាញាតិអ្នកនឹងបងធំរបស់អ្នកតតែសោះស្អីគេអាមនុស្សមិនស្គាល់ងឹតភ្លើងដណ្ដើមស្រីជាមួយបងធំសៀងវិនតុងផងហើយផ្ញើទីតាំងមកខ្ញុំនឹងទៅជួបវាដោយផ្ទាល់នេះជាការរកស្លាប់ដោយខ្លួនឯងទេខ្ញុំសូមប្រាប់ឲ្យអ្នកប្រញាប់ចេញទៅលើនេះបើមិនអីចឹងទេពេលស្ដេចប្រដាល់មកដល់អ្នកចង់រត់ក៏មិនរួចដែរបើមិនចង់រស់ទេក៏នៅទីនេះចុះមិនទៅណាទាំងអស់ល្អអីចឹងចាំរៀបចំកក់ខ្មោចខ្លួនឯងទៅនេះគឺជាស្ដេចប្រដាល់ក្រុងខាងជើងសៀងវិនតុងអំណាចគាត់គួរឲ្យខ្លាចណាស់ចប់ហើយថ្ងៃនេះលោកប្រធានប្រហែលជាត្រូវចប់នៅទីនេះហើយវ៉ាងសានឈីថ្ងៃស្លាប់របស់អ្នកមកដល់ហើយហាលោកស្ដេចប្រដាល់គឺវានឹងហើយគឺអាម្នាក់ដែលមិនស្គាល់ងឹតភ្លើងនេះឯងហ៊ានដណ្ដើមស្រីជាមួយលោកពិតជាសំតែស្លាប់មែនអូមិនបាច់មើលមុខវាទេគ្រាន់តែប្រណងវាឲ្យចាស់ដៃទៅបានហើយពិតមកទៅលោកស្ដេចប្រដាល់លោកវាច្រឡំមនុស្សហើយខ្ញុំជាបងជីដូនមួយលីនស៊ីឈ្មោះលីនជីស៊ីនតើបងជីដូនមួយមែនទេគឺខ្ញុំវាបងជីដូនមួយមិនស្គាល់ងឹតភ្លើងដូចអ្នកនឹងហើយមិនមែនទេគឺវាអ្នកដណ្ដើមស្រីរបស់លោកតើអ្នកគួរតែវាគាត់មកវាខ្ញុំធ្វើអីបើភ្នែកឆ្កែរបស់អ្នកមើលឲ្យច្បាស់ថាគាត់ជាអ្នកណាគាត់មិនមែនជាមនុស្សរបស់ត្រកូលយ៉ៅទេអីកូនឥតខានស្លាដែលគេទើបតែបោះចោលមកវិញមែនទេដើរលេងខាងក្រៅយ៉ាងប្រហែលអស់ជាច្រើនឆ្នាំទោះបីជាបានខ្លាចជាអគ្គនាយកក៏ដោយភាពពិតរបស់គាត់ក៏នៅតែជាសម្រាមដែលមិនអាចយកជាការបានដដែលមិនសមនឹងប្អូនស្រីជីដូនមួយឡែងឈិនរបស់ខ្ញុំតតែសោះចង់មកមែនទេអូយកុំវាអីខ្ញុំកំពុងជួយអ្នកតើអ្នកមានទំនាក់ទំនងអ្វីជាមួយគាត់ឲ្យប្រកបទៅឥឡូវនេះប្រាប់ខ្ញុំមកថាគាត់ជាអ្នកណាគាត់គឺជាបងប្អូនរបស់មិត្តសម្លាញ់ខ្ញុំក៏ជាបងប្អូនរបស់ខ្ញុំជាវិញផងដែរបើអ្នកហ៊ានប៉ះពាល់គាត់ទៀតសាក់មើលទៅខ្ញុំនឹងឲ្យអ្នកដឹងដៃមិនខានប៉ុន្តែនោះជារឿងរបស់គាត់នឹងលេងខៃតើហើយចុះចំណែកខាងបងធំរបស់អ្នកវិញម៉ែអាណានិយាយច្រើនម្លេះវីបើហ៊ាននិយាយទៀតគឺមានតែរឿងមិនពិតទាំងអស់ចាំមើលខ្ញុំនឹងហែកមាត់អ្នកចោលឬទេគេហើយខ្ញុំដឹងហើយនៅមិនទាន់ប្រញាប់ចេញទៅទៀតអូយចេញទៅហើយព្រះឲ្យមិននឹកស្មានថាគេនាយកថ្មីមានខ្សែធំយ៉ាងនេះសោះសូម្បីតែស្ដេចប្រដាល់ក្រុងភាគខាងជើងក៏រាប់អានគាត់ជាបងប្អូនដែរមនុស្សមិនអាចមើលតែសម្បកក្រៅបានមែនឲ្យពួកយើងពិតជាមានភ្នែកតែគ្មានប្រស្រីមែនទៅថ្ងៃមុខដាច់ខាតគុំនិយាយដើមអគ្គនាយកថ្មីនៅពីក្រោយខ្នងទៀតឲ្យសោះវ៉ាអាវងសែនថៃនេះមិននឹកស្មានថាស្គាល់ស្ដេចប្រដាល់សោះពិបាកទប់ទោខ្លាំងណាស់វីមិនបានទេខ្ញុំត្រូវតែទៅប្រាប់បងស្រីខ្ញុំថាអីពាក្យចាំអារម្មណ៍ថាអ្នកធំនោះពេញចិត្តលេងឆៃគឺជាការភូតភរមែនទេសាច់តែមិនកម្រើកគាត់ថែមទាំងស្គាល់វងសែនទៀតហើយចង់ចេញមុខការពារគាត់ទៀតផងពិតប្រាកដណាស់បងស្រីបងប្រញាប់រកវិធីទៅល្អហើយខ្ញុំដឹងហើយមានរឿងអីហ្នឹងហេតុអីក៏ទឹកមុខអាក្រក់ម្លេះព័ត៌មានរបស់អ្នកទាំងអស់សុទ្ធតែជារឿងខ្លាំងខ្លាយខ្ញុំខុសអស់រលីងហើយមិនអាចទេខ្ញុំច្បាស់ណាស់មិនក៏មិនអាចទៅរួចពេលនេះវងសែនថៃមិនត្រឹមតែមិនអីទេតែក្រុមហ៊ុនរបស់គាត់កាន់តែក្រអឺតក្រទមទៀតបើនៅតែបែបនេះទៀតក្រុមហ៊ុនខេងឆេងនឹងក្លាយជារបស់វងសែនថៃពិតមែនហើយពួកយើងមិនអាចចាំទៀតបានទេពួកយើងត្រូវតែចាត់ការភ្លាមបងប្រុសហៅការទទួលស្គាល់របស់ត្រកូលយ៉ាត្រូវតែធ្វើឲ្យបានមុនវងសែនខេ
ដើម្បីឲ្យគាត់បន្តវេនត្រកូលគេដោយស្របច្បាប់មិនអាចឲ្យត្រកូលគេទទួលស្គាល់ខ្ញុំមិនឲ្យអាម្នាក់នោះបានសម្រេចទេឲ្យវាត្រឹមតែ 10% ទៅបានហើយគូយ៉ុងអ្នកថារកកូនប្រុសខ្ញុំឃើញហើយមែនទេចុះគាត់នៅណាបងប្រុសឆែនយ៉ាងគឺជាកូនប្រុសដែលបាត់បង់ជាច្រើនឆ្នាំរបស់អ្នកថ្ងៃនេះខ្ញុំទីបំផុតរកគាត់ឃើញហើយឆែនយ៉ាងមកនេះឲ្យលឿនមកល្អណាស់ពិតជាមានរូបរាងសង្ហាណាស់កែវខែហងមើលថែអ្នកបានល្អណាស់បន្តោងត្បូងដែលម៉ាក់អ្នកទុកឲ្យអាចឲ្យខ្ញុំមើលបន្តិចបានទេបាទត្រូវគ្នាហើយវាត្រូវគ្នាពិតមែនប្រញាប់មើលលទ្ធផល test ទៅមើលរបាយការណ៍ឆែនយ៉ាងពិតជាកូនប្រុសដែលបាត់បង់របស់អ្នកមែនបងប្រុសឆែនយ៉ាងប្រញាប់ឲ្យប៉ាទៅប៉ាអូអ្នកពិតជាប៉ាបង្កើតរបស់ខ្ញុំមែនកូនសម្លាញ់របស់ប៉ាខ្ញុំទន្ទឹងរង់ចាំថ្ងៃនេះរាល់ថ្ងៃហាហាបងប្រុសនេះពិតជារឿងរីករាយណាស់ក្នុងពេលដែលរកឆែនយ៉ាងឃើញហើយពួកយើងគួរតែបន្ថែមភាពរីករាយទ្វេដងសម្រាប់រឿងបន្តវេននៅថ្ងៃនេះតែម្ដងទៅត្រូវហើយពីមុនខ្ញុំស្មានថាត្រកូលគេត្រូវដាច់ពូជទៅហើយតែពេលនេះខ្ញុំសូមប្រកាសជាផ្លូវការកែវឆែនយ៉ាងគឺជាកូនបង្កើតរបស់ខ្ញុំចាប់ពីពេលនេះទៅគាត់គឺជាអ្នកបន្តវេនតែម្នាក់គត់របស់ក្រុមហ៊ុនត្រកូលគេល្អណាស់អបអរសាទរផងបងប្រុសហាវ៉ាងសានឈីលើកនេះអ្នកអស់ឱកាសងើបមុខរួចហើយឈប់សិនលោកប្រធានការមិនស្រួលទេវ៉ាងសែនថេខ្ញុំប្រាប់ឲ្យអ្នកយាមមកទ្វារតើឲ្យអ្នកណាក៏ចូលមកបានដែរមែនទេតើវ៉ាងសែនថេសម្រុកចូលមកបានយ៉ាងម៉េចពួកយើងខាត់ដែរតែគាត់ខ្លាំងពេកពួកយើងខាត់មិនឈ្នះទេពួកយើងខាត់មិនឈ្នះតតែសោះចេញទៅអ្នកទាំងអស់គ្នាអត់ការមែនសានឈីហើយអ្វីអ្នកមកទីនេះគ្រូសាកៅកំពុងទទួលសាច់ញាតិនេះជារឿងមង្គលដ៏ធំធេងណាស់ខ្ញុំជាបងប្រុសមិននឹងមិនមកអបអរសាទរបានវ៉ាងសានឈីគ្មានការងារអីពាក់ព័ន្ធនឹងអ្នកទេចេញទៅសានឈីម៉ាក់មានរឿងមួយមិនទាន់បានប្រាប់អ្នកតាមពិតទៅធានយ៉ាងគឺជាកូនដែលបងស្រីកំសត់របស់ខ្ញុំបន្សល់ទុកឲ្យបងស្រីរបស់ខ្ញុំកាលនោះពេលគាត់នឹងមេគ្រូសាត្រូវបានស្ត្រីដេញសម្លាប់គាត់បានប្រគល់កូនឲ្យខ្ញុំចិញ្ចឹមប៉ុន្តែគាត់មិនដែលប្រាប់ខ្ញុំថាឪពុកបង្កើតរបស់ក្មេងនោះជាអ្នកណាឡើយថ្មីនេះគ្រូសាត្រកូលគូបានរកឃើញខ្ញុំទើបខ្ញុំដឹងថាធានយ៉ាគឺជាឈាមជ័ររបស់លោកប្រធានគូអូមានរឿងបែបនេះដែរមែនហើយខ្ញុំក៏មិនដាច់ចិត្តពីធានយ៉ាដែរប៉ុន្តែសានឈីថ្ងៃនេះអ្នកជួយយកដល់ម៉ាក់ផងកុំបង្កបញ្ហាអីណាទុកឲ្យធានយ៉ាត្រឡប់ទៅរកខ្សែស្រឡាយត្រកូលដោយសុខសាន្តទៅបានទេត្រឡប់ទៅរកខ្សែស្រឡាយត្រកូលតើគាត់កោធានយ៉ាងស័ក្តិសមដែរឬទេវ៉ាងសានឈីពិតជាថ្លើមធំមែនសាក់ស្រួលអត់មិនមែនដល់វេនអ្នកនិយាយទេហើយអ្វីខ្ញុំនិយាយមិនបានកូធានយ៉ាងម្នាក់នេះមិនមែនជាកូនប្រុសរបស់លោកម្ចាស់គូទេផ្ដេសផ្ដាសហើយមានទាំងសាក់សីនិងផុសតាំងនៅទីនេះបន្តោងត្បូងចុះបើខ្ញុំនិយាយថាខ្ញុំក៏មានមួយដូចគ្នាបែបដែរនោះអីគេអ្នកក៏មានមួយដែរណែណាប្រញាប់យកមកឲ្យខ្ញុំមើលនេះមិននឹងអាចទៅរួចត្បូងនេះកាលនោះមានតែមួយគូគត់ដាច់ខាតគ្មានដុំទី3ឡើយមិនក៏អញ្ចឹងអ្នកក៏មានមួយដែរមិនក៏អញ្ចឹងបងប្រុសកុំអភ័យអីគាត់ប្រហែលជាធ្វើคล้ายៗក៏ថាបានសំណាងហើយដែលថ្ងៃនេះខ្ញុំបានអញ្ជើញលោកតាចាងដែលជាគ្រូជំនាញវិតម្លៃវត្ថុបុរាណដ៏ល្បីល្បាញពិនិត្យត្បូងពិតឬคล้ายៗរបស់คล้ายៗគ្មានតម្លៃទេប្រញាប់អញ្ជើញគ្រូចាងមកពិនិត្យមើលលោកតាចាងលោកគូមានលទ្ធផលហើយបើពិនិត្យមើលពីសាច់ត្បូងនិងស្នាមចាស់និងការឆ្លាក់ត្បូងទាំងពីរដុំនេះសុទ្ធតែជាត្បូងពិតស្អីគេវាមិនអាចទៅរួចទេ
សំណាងហើយដែលការនោះខ្ញុំបានរៀបចំទុកជាមុនទើបមានភស្តុតាងសល់ដល់ពេលនេះត្បូងនោះពិតជាអាចជាត្បូងពិតមែនវាមិនមែនជារឿងចម្លែកទេពីព្រោះត្បូងរបស់យកឆេងមួយដុំនោះគឺការដែលគេច្នៃត្បូងរបស់ខ្ញុំនេះគេយកកំទេចដែលនៅសល់មកធ្វើត្រាប់តាមវងសែនថៃអ្នកកុំមកនិយាយមួយបង្កាច់ឲ្យសោះហេតុអ្វីបានជាអ្នកនិយាយបែបនេះតើមានភស្តុតាងអីគឺផ្អែកលើអ្វីដែលនៅក្នុងដៃរបស់ខ្ញុំនេះខ្ញុំមានសម្បត្តិសរសេរដោយដៃរបស់ភរិយាលោកកានៅក្នុងនោះបានសរសេរយ៉ាងច្បាស់ថាការដែលច្នៃត្បូងមួយដុំនេះវត្ថុធាតុដើមដែលនៅសល់សម្រាប់ប្អូនស្រីរបស់គាត់គឺត្រូវបានអ្នកយកផៃហុងជាអ្នកដណ្ដើមយកទៅត្បូងអាចធ្វើคล้ายៗបានប៉ុន្តែអក្សរនៅក្នុងសម្បត្តិនេះមិនអាចកុហកបានទេលោកមើលទៅនឹងដឹងហើយពិតមែនហើយនេះគឺជាសំណេររបស់គាត់តើត្បូងនិងសម្បត្តិនេះអ្នកបានមកពីណាតាំងពីខ្ញុំនៅតូចត្បូងមួយគ្រាប់នេះនិងសម្បត្តិខ្ញុំតែងតែដាក់តាមខ្លួនរហូតមកបើអញ្ចឹងមានន័យថាអ្នកគឺជាបងធំរបស់នេះអាចធ្វើคล้ายៗបានប៉ុន្តែអ្នករាល់គ្នាភ្លេចរឿងពិនិត្យឈាមហើយមែនទេរឿងនេះអាចពិនិត្យបានតើអាម្នាក់នេះវាមានគម្រោងបោកប្រាស់អ្នកកុំចាញ់បោកវាឲ្យសោះហឹសពិនិត្យណាមែនទេខ្ញុំស្មានដឹងបាត់ទៅហើយថាអ្នកនឹងរៀបចំគម្រោងដាក់ខ្ញុំបែបនេះកែវផៃហុងលួចចូលការិយាល័យខ្ញុំពេលដែលខ្ញុំមិនចាប់អារម្មណ៍លួចយកសរសៃសក់របស់ខ្ញុំទៅពិនិត្យអ្នកស្មានថាធ្វើបែបនេះគ្មានអ្នកណាដឹងមែនទេអ្នកឯងនិយាយផ្ដេសផ្ដាសហើយបើអញ្ចឹងអ្នកមើលទៅតើនេះជាស្អីអ្នកទាំងអស់គ្នាមើលឲ្យច្បាស់ទៅបើអញ្ចឹងអ្នកមើលទៅតើនេះជាស្អីខ្ញុំគ្រាន់តែត្រឡប់ទៅក្រុមហ៊ុនរៀបចំរបស់ប៉ុណ្ណោះហើយក៏ឆ្លៀតរៀបចំអ្នកហ៊ាននិយាយរឿងមិនពិតផងនៅតែមិនព្រមសារភាពទៀតមែនទេល្អណាស់ខ្ញុំនៅមានភស្តុតាងដ៏រឹងមាំមួយទៀតទោះបីជាផ្ទៃខាងមុខនៃត្បូងទាំងពីរមើលទៅដូចគ្នាបេះបិទប៉ុន្តែរបស់ពិតមានស្នាមប្រេះតូចមួយនៅខាងក្រោយនោះគឺជាស្នាមដែលកាត់ឡើងការដែលរត់ភៀសខ្លួនកាលពីមុនបានរងការផ្ទុះជំនួសម្ដាយខ្ញុំវាជាស្នាមរបួសដែលបន្សល់ទុកដោយអំឡុងលោកប្រធានគេស្នាមមួយនេះអ្នកប្រហែលជាចងចាំវាច្បាស់បំផុតហើយមែនទេពិតមែនហើយគឺមានស្នាមមួយមែនខ្ញុំនឹកឃើញហើយមានតែស្នាមមួយនេះទេទើបជាភរិយាខ្ញុំជាអ្វីដែលគាត់ស្រឡាញ់ស្មើជីវិតកូនឲ្យអ្នកពិបាកខ្លាំងណាស់ហើយអ្វីបានជាអ្នកទាំងពីររួមដៃគ្នាពុតភពខ្ញុំព្រោះពួកគេគឺជាអ្នកដែលតាមសម្លាប់ឪពុកម្ដាយខ្ញុំកាលពីមុនជាឃាតករដែលសម្លាប់ម្ដាយខ្ញុំគោលបំណងគឺដើម្បីដណ្ដើមយកទ្រព្យសម្បត្តិគ្រួសារយ៉ាមិនត្រឹមតែប៉ុណ្ណោះទេជាច្រើនឆ្នាំមកនេះគ្រួសារយ៉ាបានប្រើប្រាស់អំណាចធ្វើជាខ្នងបង្អែកធ្វើរឿងអាក្រក់គ្រប់បែបយ៉ាងនៅយ៉ែងហេមិនខ្លាចច្បាប់ទម្លាប់អ្វីទាំងអស់អាសត្វត្រឆានអ្នកគឺជាសត្វត្រឆានពួកអ្នកសុទ្ធតែជាសត្វត្រឆានបងធំអ្នកមិនអាចស្ដាប់តែសម្ដីម្ខាងរបស់គាត់បានទេសម្ដីម្ខាងរបស់ខ្ញុំមែនទេចុះភស្តុតាងទាំងនេះជាអ្វីវិញភស្តុតាងទាំងនេះខ្ញុំបានប្រមូលទុកយូរហើយក៏បានបញ្ជូនទៅផ្នែកដែលពាក់ព័ន្ធរួចរាល់ហើយដែរថ្ងៃអវសានរបស់ពួកអ្នកមកដល់ហើយគឺពួកអ្នកជាអ្នកបង្ខំខ្ញុំទេទៅងាប់ទៅ Message ថ្ងៃនេះខ្ញុំនឹងឲ្យអ្នកទៅជួបជុំគ្រួសារអ្នកវិញអាចាស់ថ្ងៃនេះខ្ញុំនឹងជូនដំណើរអ្នកទៅមុនគេលីសេប្រញាប់ឡើងទៅមុខទៅគ្រោះថ្នាក់ណាស់ប្រញាប់រត់ទៅលោកអ៊ំពូយើងប្រញាប់ទៅថ្ងៃនេះកុំសង្ឃឹមថាមានអ្នករត់រួចឲ្យសោះទៅងាប់ទៅចង្រៃយកថ្ងៃនេះគ្មានអ្នកណារត់រួចទេចេញមកទទួលសេចក្តីស្លាប់ទៅសំណាញ់ច្បាប់មិនដែលរំលងមនុស្សអាក្រក់ទេល្ខោនរបស់ពួកអ្នកដល់ពេលបញ្ចប់ហើយបើហ៊ាននិយាយច្រើនទៀតខ្ញុំនឹងបាញ់សម្លាប់សែនថេឥឡូវនេះអ្នកមិនបាច់ខ្វល់ពីខ្ញុំទេជាក្រោយខ្ញុំនៅតែចង់ធ្វើជាមនុស្សស្រីរបស់អ្នកអុយស្រឡាញ់គ្នាខ្លាំងណាស់មែនទេអីចឹងទៅបន្តក្តីស្រឡាញ់នៅឋានខ្មោចទៅពួកអ្នករត់មិនរួចទេការចូលខ្លួនសារភាពគឺជាផ្លូវចេញតែមួយគត់របស់អ្នកផ្លូវចេញអីការនោះខ្ញុំដើរខុសមួយជំហានបាត់ទៅហើយខុសហើយគឺមិនអាចត្រឡប់ក្រោយវិញបានទេទ្រព្យសម្បត្តិគ្រួសារទាំងអស់ត្រូវតែជារបស់ខ្ញុំខ្លាអ្នកទាំងអស់គ្នាទៅមុនសិនទៅងាប់ទាំងអស់គ្នាទៅ
ប្រយ័ត្នអាចឆ្កែគុំស្មានថាមានតែអ្នកទេដែលចេះក្បាច់គុណនោះក្បាច់គុណដែលខ្ញុំលាក់ទុកជាច្រើនទសវត្សរ៍មកនេះថ្ងៃនេះខ្ញុំនឹងឲ្យអ្នកស្គាល់រសជាតិវាឲ្យច្បាស់ល្អណាស់អញ្ចឹងខ្ញុំសូមសាកល្បងបន្តិចចុះសឹងជីប្រយ័ត្នក្បាច់គុណរបស់អ្នកគ្រាន់តែជាក្បាច់កំពេចកំពប់ប៉ុណ្ណោះនៅចំពោះមុខអ្នកសម្លាប់ពិតប្រាកដវាមិនអាចទប់ទល់បានសូម្បីតែមួយក្បាច់ទៅងាប់ទៅក្បាច់គុណរបស់អ្នកច្បាស់ណាស់ថាគ្រាន់តែចង់សម្រេចបានលឿនពេកគួរឲ្យស្ដាយដែលវាបានបំផ្លាញគ្រឹះរបស់វាអស់ហើយចាញ់រហូតដល់ស្លាប់ក៏មិនព្រមចុះចាញ់ដែរមួយដៃនេះគឺសងជំនួសឲ្យម្ដាយរបស់ខ្ញុំទម្លាក់កាំភ្លើងចុះចប់ហើយលើកនេះគឺចប់សពគ្រប់ហើយអ្នកទាំងអស់គ្នាកុំចាប់ខ្ញុំក៏ត្រូវបានគេទម្លាក់កំហុសឲ្យដែររឿងនេះគឺបងស្រីខ្ញុំនិងគូយ៉ុងជាអ្នករៀបចំអត្រាឆាននោះជាអ្នកធ្វើនាំខ្លួនវាទៅសមិទ្ធវាងសានឈីអរគុណអ្នកដែលបានប្រកាន់ខ្ជាប់នៅយុទ្ធធម៌ដែលបានផ្ដល់ភស្តុតាងសំខាន់ឲ្យពួកយើងសំណាញ់ច្បាប់មិនដែលរំលងមនុស្សគេនឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរអរគុណល្អគ្រូសាស្ត្រតកូគូពិតជាខុសចំពោះអ្នកនិងម្ដាយរបស់អ្នកណាប៉ុន្តែនៅក្នុងលោកនេះគ្មានការពិតដូចដែលអ្នកបាននិយាយនោះទេតើអ្នកដឹងរឿងនេះដោយរបៀបណាខ្ញុំបានសន្និដ្ឋានវាចេញមកយោងទៅតាមពួកគេសានឈីអ្នកពិតជាមានទាំងភាពក្លាហាននិងបញ្ញាបន្ទាប់ពីខ្ញុំចាស់ទៅគ្រូសាស្ត្រតកូគូនឹងត្រូវប្រគល់ឲ្យអ្នកមើលថែហើយសានឈីគឺជាឈ្មោះអស្ចារ្យបុរាណម្យ៉ាងដែលមានឈ្មោះម្យ៉ាងទៀតថាជីនពូហួនម៉ាក់ដាក់ឈ្មោះនេះឲ្យកូនពីព្រោះនៅក្នុងចិត្តរបស់ម៉ាក់កូនមានតម្លៃជាងមាសប្រាក់និងត្បូងពេជ្រទាំងឡាយទៅទៀតម៉ាក់គ្រាន់តែប្រាថ្នាឲ្យកូនមានសុខភាពល្អនិងសេចក្តីសុខក្នុងជីវិតនេះជៀសផុតពីគ្រោះថ្នាក់និងទុក្ខសោកទាំងពួងសង្ឃឹមថាថ្ងៃអនាគតកូននឹងមានបំណងចង់ធ្វើជាគ្រូពេទ្យដើម្បីជួយសង្គ្រោះមនុស្សលោកព្យាបាលជំងឺនិងជួយជីវិតមនុស្សតែប៉ុណ្ណឹងគឺគ្រប់គ្រាន់សម្រាប់ម៉ាក់ហើយម៉ាក់កូនសុំទោសកូនធ្វើឲ្យម៉ាក់ខកបំណងហើយ37អ្នកមានច្បាស់ជាមិនខកបំណងចំពោះអ្នកឡើយអ្នកបានធ្វើអំពើល្អជួយសង្គ្រោះយុទ្ធធម៌កំចាត់ក្រុមឈៀងឆេងដែលជាមេរោគសង្គមនេះចោលជួយសង្គ្រោះមនុស្សមិនដឹងជាប៉ុន្មានអ្នកទេវិញ្ញាណខនអ្នកមីងនៅលើមេឃច្បាស់ជាមានមោទនភាពចំពោះអ្នកមិនខាន